You're listening to Radio Free Asia. The following program is in Khmer. Nǐ chi càm bi tiệp xáy vệt chiu a zì sê ray. Nǐ chi càm bi tiệp xáyរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកខ្ញុំបាទហេងសកលសូមជម្រាបសួរលោកអ្នកនាងអ្នកស្ដាប់វិទ្យុអាស៊ីសេរីជាទីមេត្រីខ្ញុំបាទតាំងសារ៉ាដាក៏សូមជម្រាបសួរលោកអ្នកនាងអ្នកស្ដាប់ទាំងអស់ជាទីគោរពរាប់អានយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃសុក្រ5រោចខែអាសត់ឆ្នាំវកអត្តស័កពុទ្ធសករាជ2560ត្រូវនៅថ្ងៃទី21ខែតុលាគ្រិស្តសករាជ2016ជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្នុងរយៈពេល25ឆ្នាំមានជោគជ័យផងនិងបរាជ័យផងក្រុមអ្នកការពារសិទ្ធិមនុស្សអន្តរជាតិ Frontline Defenders កោតទោសការប្រាអំពើហិង្សាវាយប្រហារមន្ត្រីសិទ្ធិមនុស្សនិងសកម្មជនដីធ្លីពីសំណាក់អាជ្ញាធររដ្ឋាភិបាលភ្នំពេញអ្នកវិភាគនយោបាយថាអេរយាប័តរបស់លោកហ៊ុនម៉ាណែតដោយឪពុករបស់លោកប្រតិជនបុតបន្ទិញបណ្ឌបាតឲ្យគណៈបកធំទាំងពីរត្រូវរើគ្នាដើម្បីដោះស្រាយបញ្ហាជាតិរួមនឹងព័ត៌មានសំខាន់មួយចំនួនទៀតជាបន្តទៅទៀតនេះខ្ញុំបាទតាំងសារ៉ាដាសូមជូនព័ត៌មានពិស្ដាលោកនាងជាទីមេត្រីស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមនិងជាគណៈកម្មការបុណ្យសពលោកបណ្ឌិតកែមលីប្រតិជនបុតបន្ទិញនឹងធ្វើជាអាជ្ញាកណ្ដាលបណ្ឌបាតឲ្យមេដឹកនាំបកទាំងពីរត្រូវរើគ្នាវិញដើម្បីដោះស្រាយបញ្ហាប្រទេសជាតិទោះបីជាយ៉ាងណាក៏ដោយព្រះអង្គមានសង្កេតការណ៍ថាសភាពការបច្ចុប្បន្ននេះមិនទាន់មានអំណោយផលដែលអាចឲ្យព្រះអង្គអាចចូលរួមការដោះស្រាយបញ្ហានយោបាយបាននៅឡើយទេដោយសារព្រះអង្គចង់ឲ្យអ្នកនយោបាយដោះស្រាយដោយខ្លួនឯងជាមុនប៉ុន្តែឱកាសល្អណាមួយនឹងមកដល់អាត្មាមើលឃើញរឿងច្រើនដែរប៉ុន្តែដោយសារអ្នកនយោបាយចង់ខ្លួនឯងស្រាយខ្លួនឯងទៅអាត្មាមិនទៅចូលរួមស្រាយទេបើអាត្មាទៅមកទៀតក៏បន្ថែមបានពោពេលវេលាមួយនឹងហៅអាត្មាពេលវេលានឹងជំរុញឲ្យអាត្មាចូលរួមមកធ្វើជាអ្នកជួយបិណ្ឌបាតអាត្មាមិនហ៊ានធានាថាអ្នកដែលអាចចរចាអីបានជាមួយអ្នកនយោបាយខ្មែរទេតែអាត្មាធ្វើខ្លួនជាអ្នកបិណ្ឌបាតអ្នកនយោបាយខ្មែរឲ្យរក្សាសន្តិភាពជូនជាតិកាលពីថ្ងៃទី8ខែតុលាគណៈបកប្រឆាំងបានថ្វាយលិខិតមួយច្បាប់ទៅព្រះមហាក្សត្រដើម្បីស្នើសុំព្រះអង្គលើកលែងទោសដល់ថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិសកម្មជនសិទ្ធិមនុស្សដីធ្លីបរិស្ថានជាដើមក៏ប៉ុន្តែសំណើនេះត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបដិសេធភ្លាមដោយបញ្ជាក់ថាករណីលោកសំរងស៊ីនិងលោកកឹមសុខាគឺជារឿងអនុវត្តច្បាប់សុទ្ធសាធនិងជាកិច្ចការរបស់តុលាការទោះជាយ៉ាងនេះក្តីក្រុមអ្នកវិភាគនយោបាយលើកឡើងថាគណៈបកកណ្ដាលអំណាចនិងបកប្រឆាំងត្រូវតែបង្កើតទំនុកចិត្តគ្នាទៅវិញទៅមកដើម្បីឈានទៅដល់ការបង្រួបបង្រួមជាតិលោកនាងជាទីមេត្រីនៅក្នុងពិធីរំលឹកខួបលើកទី25នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅឆ្នាំ2016ក្រុងប្រធានបទកិច្ចព្រមព្រៀងទីក្រុងប៉ារីសនិងសន្តិភាពនៅកម្ពុជាដែលរៀបចំដោយរដ្ឋាភិបាលនិងស្ថានទូតបារាំងត្រូវគេមើលឃើញថាសន្ធិសញ្ញាអន្តរជាតិនេះមានការអនុវត្តបានជោគជ័យផងនិងបរាជ័យផងលោកលេងម៉ាលីរាយការណ៍នៅក្នុងពិធីរំលឹកខួបលើកទី25នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស23តុលាឆ្នាំ1991មកដល់ឆ្នាំ2016ដែលប្រារព្ធធ្វើនៅក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី20តុលាតួអង្គពាក់ព័ន្ធមួយចំនួនបានឆ្លុះបញ្ចាំងចម្រុះគ្នាថាខ្លឹមសារគោលការណ៍ក្នុងកិច្ចព្រមព្រៀងនេះមិនត្រូវបានអនុវត្តបានពេញលេញទេទីប្រឹក្សាការទូតរបស់រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិលោករ៉ាអ៊ូលម៉ាក់សេណាថ្លែងថាខ្លឹមសារនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសមាន5ចំណុចសំខាន់ប៉ុន្តែមាន3ចំណុចបានបរាជ័យគឺទី1ដំណើរការសន្តិភាពទី2ការស្ដារនិងការកសាងកម្ពុជាឡើងវិញលោកថាការស្ដារប្រទេសឡើងវិញបានត្រឹមតែ 10% ប៉ុណ្ណោះទេនៅពេលដែលអាជ្ញាធរអ៊ុនតាក់ដកចេញពីកម្ពុជាទី3គឺការការពារបូរណភាពទឹកដីលោកថារបាយការណ៍របស់អង្គភាពអ៊ុនតាក់នៅតាមបន្ទាត់ព្រំដែនថៃឡាវនិងវៀតណាមបង្ហាញថាថៃបានរំកិលបង្គោលព្រំដែនប៉ុន្តែអ៊ុនតាក់មិនបានការពារបូរណភាពទឹកដីនោះទេ
the UNTAC created a strange concept non-accessible zone ឧនតាក់បានបង្កើតគំនិតចម្លែកមួយដោយលើកឡើងថាជាតំបន់ដែលមិនអាចចូលទៅបានដូច្នេះមានន័យថាមិនមានឯកភាពជាតិទេនៅក្នុងប្រទេសមួយនេះផ្ទុយពីនេះចំពោះការបើកចំហសង្គមវិញយើងបានជឿជាក់ទៅលើគោលដៅមួយចំនួនដែលបានធ្វើឲ្យមានគណៈបកនយោបាយចំនួន24មានកាសែតជាង30មានអង្គការសិទ្ធិមនុស្សក្នុងស្រុកចំនួន4នោះគឺជាភាពជោគជ័យការធ្វើមាតុភូមិនិវត្តជនភៀសខ្លួននិងជនភៀសសឹកជាង37,000 នាក់ពីព្រំដែនថៃមកកាន់កម្ពុជាវិញនោះគឺជាភាពជោគជ័យពិតប្រាកដមួយលោកបន្តទៀតថាទោះបីជាការធ្វើសមាហរណកម្មបរាជ័យក៏ដោយក៏ចុងក្រោយការរៀបចំការបោះឆ្នោតក៏បានទទួលភាពជោគជ័យដែរបើទោះជាពលរដ្ឋ1/3មិនបានចូលរួមក្នុងដំណើរការបោះឆ្នោតនោះហើយស្ថានីយបោះឆ្នោតមួយចំនួនរងការគំរាមបំផ្លាញចោលដោយពួកខ្មែរក្រហមក៏ដោយភាគីរាជរដ្ឋាភិបាលតែងលើកឡើងអំពីភាពបរាជ័យរបស់អ៊ុនតាក់នេះក្នុងការអនុវត្តគោលការណ៍នៃកិច្ចព្រមព្រៀងក្រុងប៉ារីសកាលពីថ្ងៃទី17 តុលាស្ថាប័នអង្គការសង្គមស៊ីវិលជាង50បានធ្វើសេចក្តីប្រកាសរួមមួយដោយថារាជរដ្ឋាភិបាលមិនទាន់អនុវត្តគោលការណ៍នៃសន្ធិសញ្ញាសន្តិភាពមួយនេះបានគ្រប់ជ្រុងជ្រោយនោះទេស្ថាប័នទាំងនេះលើកហេតុផលថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានឹងមិនរីកចម្រើនឡើយបើស្ថានភាពនៅតែបន្តដូចបច្ចុប្បន្ននេះស្ថាប័នទាំងនេះស្នើសុំរដ្ឋាភិបាលឲ្យកែលម្អចំណុចមួយចំនួនដូចជាការធ្វើវិសោធនកម្មច្បាប់អង្គការសង្គមស៊ីវិលនិងច្បាប់សហជីពឲ្យស្របតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិការឈប់ធ្វើទុកបុកម្នេញមន្ត្រីសិទ្ធិមនុស្សការធានាឲ្យមានប្រព័ន្ធតុលាការនិងកងកម្លាំងប្រដាប់អាវុធមានឯករាជ្យភាពជាដើមឆ្លើយតបនឹងការចង់ឲ្យប្រទេសចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសឲ្យដាក់សម្ពាធជំរុញរដ្ឋាភិបាលកម្ពុជាឲ្យអនុវត្តបំពេញតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះត្រូវបានលោករ៉ាអ៊ូល ម៉ាក់សេណាថ្លែងថាកិច្ចព្រមព្រៀងនេះមិនមានប្រសិទ្ធភាពទៀតទេការថ្លែងរបស់លោកគឺយោងទៅប្រសាសន៍របស់តួអង្គអ្នកចរចាដ៏សំខាន់មួយរូបគឺលោក Zong David Levitt ដែលថាមិនមានទិដ្ឋភាពច្បាប់ណាមួយអាចធ្វើដូច្នេះបានទេបន្ទាប់ពីកម្ពុជាមានរដ្ឋធម្មនុញ្ញឆ្នាំ1993មក Now within the framework of the Cambodian constitution ឥឡូវនេះកិច្ចពិភាក្សានយោបាយត្រូវតែធ្វើឡើងនៅក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញកម្ពុជាមិនមែនធ្វើឡើងនៅក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេដោយខ្ញុំនិយាយអញ្ចឹងថាកិច្ចព្រមព្រៀងនេះគឺចប់ហើយគ្មានទិដ្ឋភាពច្បាប់ណាមួយដែលប្រទេសហត្ថលេខីដាក់សម្ពាធអីនៅលើអាជ្ញាធរកម្ពុជាបានទេលោកបញ្ជាក់បន្ថែមថាការដាក់សម្ពាធគឺជាការជ្រៀតជ្រែកអធិបតេយ្យកម្ពុជាខុសនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឯអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោក Jean-Claude Pombeuf ថ្លែងថាខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសពេលនេះគឺជាការបង្ហាញអំពីកិច្ចប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធក្នុងការនាំសន្តិភាពដល់កម្ពុជាលោកថាអ៊ុនតាក់បានអនុវត្តកិច្ចព្រមព្រៀងនេះដោយនាំឲ្យកម្ពុជាមានការបោះឆ្នោតមានរដ្ឋធម្មនុញ្ញដែលនាំឲ្យកម្ពុជាក្លាយជារដ្ឋអធិបតេយ្យសម្រេចកិច្ចការដោយខ្លួនឯងMy view is that the international community played its role to help Cambodia 25 years ago. ទស្សនៈខ្ញុំគឺសហគមន៍អន្តរជាតិបានដើរតួនាទីជួយកម្ពុជាកាលពី25ឆ្នាំមុនដើម្បីឲ្យមានសន្តិភាពនិងការអភិវឌ្ឍហើយបន្ទាប់មកពលរដ្ឋកម្ពុជាជាអ្នកទទួលខុសត្រូវរកផ្លូវល្អបំផុតដោយខ្លួនឯងដើម្បីអភិវឌ្ឍប្រទេសទាំងនយោបាយសេដ្ឋកិច្ចនិងសង្គមព្រមទាំងវិស័យអប់រំក៏ជាការបារម្ភទស្សនៈខ្ញុំគឺមានមោទនភាពណាស់ចំពោះអ្វីដែលសហគមន៍អន្តរជាតិបានធ្វើកាលពី25ឆ្នាំមុនដូច្នេះជាការទទួលខុសត្រូវរបស់កម្ពុជាហើយដែលត្រូវប្រើប្រាស់ឲ្យបានត្រឹមត្រូវបំផុតនៅអ្វីដែលបានសម្រេចព្រមព្រៀងគ្នាកាលពី25ឆ្នាំមុន25 years ago ទាក់ទងបញ្ហានេះដែរប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកកឹមសុខាសរសេរតាម Facebook របស់លោកនៅថ្ងៃទី20 តុលាថាកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមនៃចំនួនកម្ពុជាដែលយើងហៅថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស23 តុលា1991នេះនៅតែមានតម្លៃជានិច្ចលោកបញ្ជាក់បន្ថែមថាកិច្ចព្រមព្រៀងនេះហើយដែលមានធានាអំពីអធិបតេយ្យភាពឯករាជ្យភាពបូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាពឯកភាពជាតិកម្ពុជានិងការធានាការបោះឆ្នោតដោយសេរីនិងយុត្តិធម៌កិច្ចព្រមព្រៀងនេះជាមរតកដ៏មហាសាលដែលអ្នកស្នេហាជាតិកម្ពុជាគ្រប់ភាគីបានពលីបូជាជីវិតកម្លាំងកាយកម្លាំងចិត្តនិងដើម្បីឯករាជ្យភាពនិងឯកភាពជាតិកម្ពុជាដែលមានការចូលរួមគាំទ្រពីអន្តរជាតិទោះជាបែបនេះក្តីភាគីរាជរដ្ឋាភិបាលតែងលើកឡើងអំពីភាពបរាជ័យរបស់អ៊ុនតាក់ក្នុងការអនុវត្តគោលការណ៍កិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយតែងតែលើកឡើងអំពីវីរភាពរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលនាំឲ្យមានឯកភាពជាតិនេះតាមរយៈការអនុវត្តយុទ្ធសាស្ត្រឈ្នះឈ្នះខ្ញុំបាទលេងម៉ាលីអាស៊ីសេរីពីរាជធានីភ្នំពេញ
លោកនាងជាទីមេត្រីក្រុមអ្នកការពារសិទ្ធិមនុស្សអន្តរជាតិ Frontlines Defenders កោតទោសចំពោះការប្រាក់អំពើហិង្សារបស់ក្រុមសន្តិសុខសាលាខណ្ឌដូនពេញទៅលើសកម្មជនដីធ្លីតំបន់បង្កក់លោកច័ន្ទពុទ្ធិស័កនិងលោកអំសម្បត្តិនៃអង្គការលីកាដូគណៈចូលរួមពិនិត្យសកម្មភាពប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកកាលពីថ្ងៃទី10ខែតុលានៅរាជធានីភ្នំពេញសេចក្តីថ្លែងការណ៍របស់ក្រុមអ្នកការពារសិទ្ធិមនុស្សអន្តរជាតិកាលពីថ្ងៃទី20ខែតុលាក៏បានទទូចសុំឲ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតឲ្យបានហ្មត់ចត់ដើម្បីរកជនល្មើសមកផ្ដន្ទាទោសតាមផ្លូវច្បាប់និងធានាសន្តិសុខផ្នែកផ្លូវកាយនិងផ្លូវចិត្តដល់អ្នកទាំងពីរព្រមទាំងចាត់វិធានការគ្រប់បែបយ៉ាងដើម្បីការពារនិងធានាសុវត្ថិភាពដល់ក្រុមសកម្មជនសិទ្ធិមនុស្សដើម្បីអាចបន្តការងាររបស់ពួកគេបានដោយសេរីនិងដោយពុំមានការភ័យខ្លាចលោកនាងជាទីមេត្រីក្នុងពេលជួបជាមួយអ្នកកាសែតនៅប្រលានយន្តហោះអន្តរជាតិភ្នំពេញលោកហ៊ុនម៉ាណែតដែលជាកូនប្រុសច្បងរបស់លោកហ៊ុនសែនបានរិះគន់ការធ្វើបាតកម្មរបស់ខ្មែរនៅអូស្ត្រាលីដែលប្រឆាំងនឹងលោកក្រុមអ្នកវិភាគនយោបាយប្រៀបប្រដូចប្រតិកម្មរបស់លោកហ៊ុនម៉ាណែតនៅពេលនេះថាមានកាយវិការនិងពាក្យសម្ដីមិនខុសពីឪពុករបស់លោកឡើយសូមស្ដាប់សេចក្តីរាយការណ៍របស់លោកមុំមនីរតន៍ក្រុមអ្នកខ្លាំមើលនយោបាយយល់ឃើញថាអាកប្បកិរិយារបស់អ្នកនយោបាយឬតួអង្គបុគ្គលដែលនឹងក្លាយជាមេដឹកនាំប្រទេសគឺជារឿងដែលចាំបាច់និងសំខាន់បំផុតនៅក្នុងប្រទេសដែលប្រកាន់គោលការណ៍ប្រជាធិបតេយ្យព្រោះបញ្ហានេះគឺទាក់ទងនឹងការសម្រេចចិត្តផ្នែកនយោបាយដែលអាចមានផលវិជ្ជមានឬអវិជ្ជមានទាក់ទងប្រទេសជាតិការរិះគន់នេះបន្ទាប់ពីលោកហ៊ុនម៉ាណែតប្រតិកម្មកាលពីថ្ងៃទី19តុលាដោយប្រើប្រាស់កាយវិការទំនងជាលោកខឹងខ្លាំងចំពោះវត្តមានពលរដ្ឋធ្វើបាតកម្មប្រឆាំងរូបលោកនៅប្រទេសអូស្ត្រាលីលោកបណ្ឌិតមាននីអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមយល់ឃើញថាថ្មីបើនៅពេលនេះលោកហ៊ុនម៉ាណែតពុំមែនជាអ្នកធ្វើសេចក្តីសម្រេចលើគោលនយោបាយជាតិប៉ុន្តែលោកក៏ជាបុគ្គលម្នាក់ដែលអាចនឹងក្លាយជាមេដឹកនាំប្រទេសនៅពេលខាងមុខដូច្នេះប្រសិនបើការប្រើប្រាស់កាយវិការដែលមើលទៅបង្កប់នៃហិង្សាមានន័យថានេះក៏ស្ថិតក្នុងជម្រើសរបស់អ្នកគាំទ្រដែរក្នុងការសម្រេចចិត្តជាអ្នកទទួលបន្ទុកនាវាកម្ពុជាខ្ញុំបានស្ដាប់ឮពីការសន្ទនាគ្នានៅតាមទីសាធារណៈរបស់មហាជនអីគឺជាហាក់ដូចជាមានការលើកឡើងឬតិចទៀនច្រើនទៅលើចរិតរបស់អ្នកដឹកនាំមួយចំនួនដែលបង្ហាញនៅការកង្វះនៅសិលធម៌ហើយនឹងភាពសមរម្យជាអ្នកដឹកនាំបាទព្រោះអីគេមានជំនឿថាអត្តចរិតរបស់អ្នកដឹកនាំគឺមានសារៈសំខាន់ណាស់សម្រាប់ជាគំរូដល់អ្នកដឹកនាំជំនាន់ក្រោយក្នុងពេលផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតនៅប្រលានយន្តហោះអន្តរជាតិភ្នំពេញលោកហ៊ុនម៉ាណែតដែលប្រតិកម្មនឹងការធ្វើបាតុកម្មប្រឆាំងរូបលោកក្រៅពីមានទឹកមុខមាំលាយឡំដោយសម្ដីមានកំហឹងផងនោះកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីនេះថែមទាំងបានប្រើប្រាស់អេរិយាបថដែលអ្នកវិភាគប្រដូចទៅនឹងឪពុករបស់លោកដែរកុំភ្លេចគណៈបព្វជិជនក៏មានកម្លាំងធ្វើដែរប៉ុន្តែយើងមិនធ្វើឯកឧត្តមញយចម្រើនទៅគ្រប់កន្លែងគ្មានពីណាគណៈបព្វជិជនណាប្រមូលគ្នាធ្វើទៅស្រែកបដាលើកបដាទេនៅភ្នំពេញនៅស្រុកខ្មែរក៏យើងមិនទាន់មានពីណាឥឡូវចុះទៅគ្រប់កន្លែងមានពីណាធ្វើចំពោះលោកហ៊ុនសែនវិញនៅពេលមានប្រតិកម្មទៅនឹងអ្វីមួយក្រៅពីលោកគម្រាមថាប្រទេសអាចមានសង្គ្រាមឬប្រើប្រាស់ប្រព័ន្ធតុលាការចាប់ចោលហើយលោកថែមទាំងបានប្រើចង្អុលដៃឆ្កាចោះឆ្កាឡើងរាល់ពេលមានវេទិកានយោបាយសាធារណៈទៀតផងជាប្រធានអង្គការសភាយុវជនខ្មែរនិងជាអ្នកវិភាគនយោបាយលោកលងកឹមខូនយល់ឃើញថាការប្រើប្រាស់កាយវិការជារឿងចាំបាច់ណាស់សម្រាប់អ្នកនយោបាយលោកបន្ថែមថាអេរិយាបថនេះហើយគឺជាការឆ្លុះបញ្ចាំងពីចិត្តគំនិតខាងក្នុងម្យ៉ាងវិញទៀតបើមេដឹកនាំមួយដែលពោពេញដោយហិង្សានោះមានន័យថាអាចនឹងធ្វើសេចក្តីសម្រេចចិត្តមួយដែលនាំឲ្យប៉ះពាល់ទៅដល់សង្គមយើងក៏សង្កេតឃើញដែរបើយើងជជែកអំពីវិទ្យាសាស្ត្រនយោបាយវិញអ្នកនយោបាយហើយមេដឹកនាំនយោបាយមួយនៅពេលដែលគាត់ឡើងគ្រប់គ្រងដឹកនាំស្ថាប័នឬក៏ប្រទេសហ្នឹងគឺគាត់ដឹកនាំទៅតាមអត្តចរិតលក្ខណៈនយោបាយរបស់គាត់នឹងទៅដែរដូច្នេះវាមានឥទ្ធិពលឬក៏វិជិះឥទ្ធិពលទៅលើការដឹកនាំនិងការធ្វើការងារប្រចាំថ្ងៃបើទោះជាបែបណាគេសង្កេតឃើញថាអេរិយាបថឬការប្រើប្រាស់កាយវិការដូចជាលើកដៃឆ្កាចោះឆ្កាឡើងរាល់ពេលថ្លែងសារនយោបាយជាសាធារណៈគឺពុំមែនតែកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនទេពលមានមេដឹកនាំបកនយោបាយដទៃទៀតក៏សង្កេតឃើញថាតែងប្រើប្រាស់កាយវិការបែបនេះដែរពាក់ព័ន្ធរឿងនេះលោកសុកអេសានមន្ត្រីនាំពាក្យគណៈបកប្រជាជនកម្ពុជាយល់ឃើញថាការរិះគន់នេះគឺមិនឆ្លុះបញ្ចាំងពីការពិតឡើយលោកបន្ថែមថាអេរិយាបថឬសិទ្ធិសម្ដែងមតិរបស់បុគ្គលម្នាក់គឺគេមិនអាចកំណត់ព្រំដែនបានទេហេតុនេះការបកស្រាយរបស់លោកហ៊ុនម៉ាណែតពុំមានអ្វីដែលខុសឆ្គងឬមិនសមរម្យនោះឡើយ
vô thoát đối chuyện mình trời thế cái nào vậy thì lại có giấy miền hai thò bỏ có đây vừa mìnhได้สมาชิกนะแต่คือปฏิกรรมโดยการนายน้อมที่จะนักคณะกระดาษเท่ลูกคุณมันไหนได้โนเปลิจีเมเป็นจีการร่วงกองตัวจึงกูหนึ่งจีเนยร่วงสีนาธิการจมรกในกองยุทธภูมิแคมรักภูมิเต้าเกมเคยท่าอายังคลายจีไปขจรนโยรัฐมนตรีมวยรูปขนมจมน้ำไปขจรระเตียดระบบปะการนำนายโนเปลขมุกกรมนาวิพีนโยบายโยลเคยท่าประสันบัดโดยปีจากปูท่าสลักเชยจุรุมันชายปีโกลตีมีในท้ายเอเดียบอดโนเปลในระบบลูกคุณมันไหนอาจปะปอนตะดอนมุกในตีหนึ่งการกรุบกรองประสันบัดลูกคลายจีเมดึกนวมรัดแมนขยมบอมันนีรัดอาซิซาไรพนมเปญលោកនៅនឹងជាទីមេត្រីករណីឆបោកប្រាក់$1 លានដែលពាក់ព័ន្ធទៅនឹងមនុស្សមានមុខមាត់មួយចំនួនដូចជាលោកស៊ីវស៊ីចាន់និងលោកសានរីឈើជាដើមនោះឥឡូវនេះឈានដល់ដំណាក់កាលចុងក្រោយហើយតុលាការកម្ពុជាបានកាត់ទោសអ្នកទាំងពីរនិងជនបរទេស2នាក់ផ្សេងទៀតឲ្យជាប់ពន្ធនាគារនិងបង្គាប់ឲ្យសងប្រាក់$1 លានដល់ភាគីដើមបណ្ដឹងលោកមួងណារ៉េតរាយការណ៍អំពីរឿងនេះពីរដ្ឋធានី Washington ទោះបីអ្នកស្រីអេងលីកុងដែលជាម្ចាស់ clinic ព្យាបាលធ្មេញ Master Care ពេញចិត្តនឹងសាទរសេចក្តីសម្រេចរបស់តុលាការកម្ពុជាដែលកាត់ក្តីឲ្យអ្នកស្រីឈ្នះក្តីយ៉ាងណាក៏ដោយក៏អ្នកស្រីនៅមិនទាន់ដឹងច្បាស់ថាតើយុត្តិធម៌នេះនឹងប្រគល់ជូនអ្នកស្រីពេញលេញដោយរបៀបណានៅឡើយទេអ្នកស្រីបានដាក់ពាក្យបណ្ដឹងស្រដៀងគ្នានេះនៅតុលាការសហរដ្ឋអាមេរិកដើម្បីផ្ដល់យុត្តិធម៌ដល់អ្នកស្រីថែមទៀតដោយសារតែពិរុទ្ធជនទាំងនោះរស់នៅសហរដ្ឋអាមេរិកខ្ញុំមិនទាន់មានសន្និដ្ឋានទេពីព្រោះជនដែលចូលបោកខ្ញុំទាំងអស់ហ្នឹងគាត់មានសេចក្តី2ចាគាត់សេចក្តីមាន2នាក់មានសេចក្តី2ខ្មែរអាមេរិកកាំងហើយមាន2នាក់ទៀតជាជនជាតិអាមេរិកកាំងអញ្ចឹងខ្ញុំមិនដឹងថាតើទីណាដែលខាងតុលាការនឹងអាចអនុវត្តសន្និការដែលចាប់ពួកគាត់មកឃុំខ្លួនបានទោះជាយ៉ាងនេះក្តីអ្នកស្រីមិនចាត់ទុកសំណងជាប្រាក់ថាជារឿងធំដុំនោះទេអ្វីដែលអ្នកស្រីចង់បានគឺការរួចផុតពីការរឹតបន្តឹងសិទ្ធិរបស់អ្នកស្រីគោលបំណងរបស់ខ្ញុំគឺខ្ញុំចង់បានសេរីភាពខ្លួនឯងតែប៉ុណ្ណោះអញ្ចឹងអាស្រ័យខ្ញុំពឹងផ្អែកទៅខាងតុលាការឬខាងប៉ូលីសដាច់គាត់ធ្វើការទៅពេលណាគាត់ធ្វើបានពេលណាគឺខ្ញុំមិនជាបញ្ហាអីទេចា៎ការពឹងលើសមត្ថកិច្ចប៉ូលីសនិងតុលាការនេះគឺដោយសារអ្នកស្រីប្រាថ្នាឲ្យរួចផុតពីភាពអយុត្តិធម៌ដែលកើតលើអ្នកស្រីផ្ទួនពិរុទ្ធជនទាំង4រូបនោះរួមមានឈ្មោះសានរីឈើជាពាណិជ្ជករខ្មែរអាមេរិកាំងនិងលោកស៊ីវស៊ីចាន់អតីតតំណាងសហរដ្ឋអាមេរិកប្រចាំគណៈកម្មាធិការមួយនៃអង្គការសហប្រជាជាតិគឺគណៈកម្មាធិការសេដ្ឋកិច្ចនិងសង្គមលោក Thomas Willem ជាអ្នកជំនួញហើយចុងក្រោយគេនោះគឺលោក Willem Noje ជាសមាជិកសភាប្រចាំរដ្ឋ New York ដែលបានបាញ់សម្លាប់ខ្លួនកាលពីពេលថ្មីនេះជនទាំង4នាក់នេះគឺជាអ្នកបង្កើតក្រុមហ៊ុនឆបោកមួយឈ្មោះថា Accra Agriculture Partners អ្នកស្រីថាទង្វើឆបោកនេះបណ្ដាលឲ្យអ្នកស្រីខាតបង់ប្រាក់ជាច្រើនបើមែនទេគេហៅទទួលបាននៅទ្វារគ្រូបានស្ដីថាខ្ញុំចាញ់បោកការឈោបោកប្រាក់ទៅហើយគ្រាន់តែខ្ញុំឲ្យមេធាវីខ្ញុំទៅចូលចាគាត់ខ្ញុំត្រូវបានទទួលបណ្ដឹងបន្ថែមចាក់ចង់ជារឿងខ្ញុំជំរាបយកប្រាក់ហើយនឹងមិនខូចគេឈ្មោះនោះគាត់ទៅធ្វើខ្ញុំលំបាកវាជំនាញតែហើយប៉ុន្តែដល់ថ្ងៃនេះខ្ញុំពិតជាពេញចិត្តនៅការសម្រេចរបស់តុលាការដែលបានប្រកាសថារកឃើញថាអ្នកទាំង4នោះពិតជាឈប់បោកខ្ញុំមែនគឺខ្ញុំបានខ្ញុំសប្បាយចិត្តដែលចាស់ខ្ញុំគិតថាខ្ញុំមានសេរីភាពនៅក្នុងការរស់នៅការរកទទួលទានហើយទាំងអ្វីដែលខ្ញុំចង់បានដល់សប្តាហ៍នេះគឺខ្ញុំចង់បានសិទ្ធិយុត្តិធម៌នេះគឺថាខ្ញុំទទួលបានពិតប្រាកដមែនចា៎អាស៊ីសេរីមិនទាន់អាចតាក់ទងលោកសានរីឈើនិងលោកស៊ីវស៊ីចាន់កាលពីថ្ងៃប្រហ័សម្សិលមិញបាននៅឡើយទេដើម្បីឆ្លើយតបទៅនឹងសាលក្រមតុលាការនេះលោកសានរីឈើកន្លងមកធ្លាប់ជាប់ពន្ធនាគារម្ដងរួចមកហើយប៉ុន្តែត្រូវបានលោកផៃស៊ីផានមន្ត្រីនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីចេញមុខជួយធានាឲ្យបាននៅក្រៅឃុំរហូតលោកសានរីឈើអាចចាក់ចេញពីប្រទេសកម្ពុជាបានអាស៊ីសេរីមិនទាន់អាចតាក់ទងលោកផៃស៊ីផានបាននៅឡើយដែរកាលពីថ្ងៃប្រហ័សម្សិលមិញដើម្បីសាកសួរពីទីតាំងស្នាក់នៅរបស់លោកសានរីឈើលោកផៃស៊ីផានក៏ធ្លាប់ត្រូវបានអ្នកស្រីអេងលីកុងអះអាងថាជំពាក់ថ្លៃធ្វើធ្មេញមិនព្រមសងខ្ញុំមួងណារ៉េតអាស៊ីសេរី
បាទលោកនាងជាទីមេត្រីគណៈកម្មការសិទ្ធិមនុស្សរដ្ឋសភាក្រុងនឹងដាក់លិខិតកោះហៅរដ្ឋមន្ត្រីក្រសួងយុតិធម៌និងក្រសួងមហាផ្ទៃមកសាកសួរករណីឃាតកម្មលោកបណ្ឌិតកែមលីដោយសារឃាតកម្មនេះមានរយៈពេល3ខែប៉ុន្តែនៅមិនទាន់មានពន្លឺយុតិធម៌បាទលោកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍ពិស្ដារជំវិញរឿងនេះនៅក្រោយព័ត៌មានប្រចាំថ្ងៃនាពេលបន្តិចទៀតនេះបាទលោកនាងជាទីមេត្រីមន្ត្រីនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសឲ្យដឹងថាស្ថានភាពជួញដូរឈើនៅក្នុងរយៈពេលចុងក្រោយនេះគឺมันមានលក្ខណៈទ្រង់ទ្រាយធំទៀតឡើយពួកគេថាក្រុមឈ្មួញបានបង្វែរពីការដឹកជញ្ជូនឈើតាមរថយន្តធំៗមកដឹកតាមរយៈរថយន្តសាមញ្ញឬរថយន្តតូចៗវិញចំណែកមន្ត្រីធ្វើការរឿងព្រៃឈើយល់ថាបទល្មើសដឹកជញ្ជូនឈើខុសច្បាប់បានប្រែក្លាយជាទ្រង់ទ្រាយតូចៗខ្លះមែនប៉ុន្តែឈ្មួញរកស៊ីឈើទាំងនោះគឺនៅតែដដែលលោកសុសុកប្រាថ្នារាយការណ៍មន្ត្រីនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបញ្ជាក់ថាគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើបានចាត់វិធានការលើករណីដឹកជញ្ជូនឈើខុសច្បាប់ជាទ្រង់ទ្រាយតូចជាច្រើនក្នុងរយៈពេលប្រមាណខែចុងក្រោយនេះប៉ុន្តែមិនទាន់បានបូកសរុបការងារថាមានប្រមាណករណីឬមានចំនួនឈើប្រមាណម៉ែត្រគីបនោះឡើយមន្ត្រីនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកអេងហ៊ីមានប្រសាសន៍នៅថ្ងៃទី$20ថាក្រោយពេលឈើប្រមាណ70000ម៉ែត្រគីបត្រូវបានរាជរដ្ឋាភិបាលដាក់ដេញថ្លៃកាលពីខែកក្កដាគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើនៅតែបន្តការងាររបស់ខ្លួនដើម្បីឲ្យស្របទៅនឹងគោលបំណងដែលរាជរដ្ឋាភិបាលបង្កើតគណៈកម្មការនេះឡើងកាលពីខែមករាគឺធ្វើយ៉ាងណាបង្ក្រាបនិងទប់ស្កាត់ឲ្យបាននៅករណីជួញដូរឈើខុសច្បាប់ចឹងទោះបីត្រង់ទីទៅក៏ជាបទល្មើសចឹងអាដាមស្នេហ៍ក៏បានមានភារការពង្រឹងតឹងទៅដល់កងកម្លាំងប្រដាប់អាវុធដែលនៅភាគឦសានទាំងអស់គឺឲ្យអាដាមអបាលនៃគណៈអបាលដែលជាគណៈវិជាការឯកភាពខេត្តនោះធ្វើការពង្រឹងហើយតាមដានស្រាវជ្រាវហើយថ្មីនេះគឺយើងចាប់បានច្រើនបន្តទៀតបាទលោកទទួលស្គាល់ថាដើម្បីលុបបំបាត់ការជួញដូរឈើខុសច្បាប់បានទោះក្នុងរូបភាពតូចតាចក៏ដោយគឺតើតែចាប់បានមេខ្លោងជាមុនសិនជាមួយគ្នានោះគណៈកម្មការជាតិមួយនេះកំពុងស្រាវជ្រាវរកមេខ្លោងរត់ពន្ធឈើឬជាឈ្មួញកណ្ដាលដែលបានប្រមូលទិញឈើពីប្រជាពលរដ្ឋកាលពីថ្ងៃទី$13មន្ត្រីកងរាជអាវុធហត្ថនិងមន្ត្រីជំនាញខេត្តស្ទឹងត្រែងបានចាប់ខ្លួនឈ្មួញឈើដុះស្លែម្នាក់ឈ្មោះហេងសំលៀងហើយយាយព្រឿងដែលបានដឹកនាំកម្លាំងចូលទៅរំដោះឈើនៅសង្កាត់រដ្ឋបាលព្រៃឈើអូពងមាន់សំណុំរឿងនេះក៏បានបញ្ជូនបន្តមកសាលាដំបងរាជធានីភ្នំពេញលោកអេងហ៊ីបញ្ជាក់ថាដោយសារករណីនេះជាបទល្មើសជាក់ស្ដែងទើបសមត្ថកិច្ចអាចចាត់វិធានការបានភ្លាមដោយឡែកសំណុំរឿងអង្គការរកស៊ីឈើធំនៅស្រុកខ្មែរជាច្រើនទៀតលោកថាមិនមែនជាបទល្មើសជាក់ស្ដែងទេតែយ៉ាងនេះក្តីខាងលោកក៏បានបញ្ជូនសំណុំរឿងទាំងនោះទៅកាន់តុលាការដើម្បីចាត់វិធានការតាមច្បាប់ដែរទោះបីយ៉ាងណាក៏ដោយអ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្ដាញការពារព្រៃឡង់លោកសេងសុខេងមើលឃើញថាបទល្មើសដឹកជញ្ជូនឈើពិតជាបានផ្លាស់ប្ដូរយុទ្ធសាស្ត្រខ្លះមែនប៉ុន្តែនៅតំបន់ខ្លះការដឹកជញ្ជូនឈើទ្រង់ទ្រាយធំនៅតែកើតមានឡើងដដែលជាក់ស្ដែងនៅស្រុកស្នួលខេត្តក្រចេះការដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមដោយរថយន្តយីឌុបធំនៅតែកើតមានឡើងលោកបន្តថាបើទោះបីជារូបភាពរថពន្ធឈើកើតមានជាទ្រង់ទ្រាយតូចក៏ដោយប៉ុន្តែឈ្មួញឈើទាំងនោះនៅតែជាក្រុមអុកញ៉ាឬអ្នករកស៊ីឈើធំពីមុនមកដដែលលោកកោតសរសើរចំពោះការងាររបស់រាជរដ្ឋាភិបាលនិងគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើថាបានខិតខំប្រឹងប្រែងច្រើនលើការងារនេះប៉ុន្តែលោកថាមិនសូវមានប្រសិទ្ធភាពទេការប៉ុន្តែទឹកគឺអត់មានសិទ្ធិភាពមែនហើយបាត់ល្មើសទៅកាត់មានហើយរាជបានតែមកត្រៀងហើយពមៀនដល់មន្ត្រីណាដែលពាក្យពន្ធឯណាអុកញ៉ាមន្ត្រីណាដែលពាក្យពន្ធថានឹងដាក់ទោសតែមិនឃើញដាក់ពួកនោះទៅរោស៊ីដដែលហ្នឹងលោកបន្តថាអាជ្ញាធរមិនចាំបាច់ចាត់វិធានការលើមន្ត្រីអុកញ៉ាធំរួមមានអុកញ៉ាខ្នាអុកញ៉ាអុលអុកញ៉ាថៃអុកញ៉ាទ្រីភិបនិងឈ្មួញឈើជាច្រើនផ្សេងទៀតផ្អែកទៅលើបទល្មើសជាក់ស្ដែងទេប៉ុន្តែត្រូវមើលទៅលើស្ថានភាពជាក់ស្ដែងរបស់ពួកគេរួមនឹងវត្ថុតាំងជាដើមមន្ត្រីសម្របសម្រួលសមាគមអាត់ហុកខេត្តត្បូងឃ្មុំលោកនាងសវ៉ាតមានប្រសាសន៍ថាការបង្ក្រាបបទល្មើសព្រៃឈើគឺធ្វើឡើងបានតែមួយប្រាវហើយក៏ស្ងាត់ទៅវិញចំណែកអុកញ៉ានិងឈ្មួញឈើធំចំនួន9រូបដែលគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើធ្លាប់បញ្ជាក់ថាបានបញ្ជូនសំណុំរឿងទៅតុលាការនោះគឺមិនឃើញមានការចាប់ខ្លួនពួកគេដើម្បីយកទៅផ្ដន្ទាទោសតាមច្បាប់ព្រៃឈើឡើយលោកយល់ថាបញ្ហានេះគឺធ្វើឲ្យពលរដ្ឋជាច្រើនលែងចង់ដឹងហើយក៏អស់ជំនឿទៅលើរាជរដ្ឋាភិបាលថែមទៀតផងខ្ញុំបាទសោតសុកប្រាថ្នាអាស៊ីសេរីពីរាជធានីភ្នំពេញបាទលោកនាងជាទីមេត្រីមន្ត្រីសង្គមស៊ីវិលព្រួយបារម្ភពីការរីករាលដាលទីតាំងកាស៊ីណូឬល្បែងស៊ីសងនៃមូលដ្ឋានជាប់ឆ្នេរសមុទ្រខេត្តព្រះសីហនុហើយអាជ្ញាធរមូលដ្ឋានអនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងដោយសេរីគ្មានការហាមឃាត់ទន្ទឹមគ្នានេះក៏មានកាស៊ីណូមួយចំនួនបានបើកធ្វើអាជីវកម្មដោយគ្មានច្បាប់ឬគ្មានអាជ្ញាប័ណ្ណថែមទៀតលោកដែនអរិទ្យារាយការណ៍
មន្ត្រីសង្គមស៊ីវិលនិងអាណាព្យាបាលមួយចំនួនអ្នកខេត្តព្រះសីហនុបានកត់សម្គាល់ថានៅតាមកាស៊ីណូភាគច្រើនដែលកំពុងធ្វើអាជីវកម្មរាល់ថ្ងៃនេះស្ទើរចន្លោះពី80ទៅ90% គឺជនជាតិខ្មែរចូលលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងកាស៊ីណូទាំងនោះក្នុងនោះក៏មានក្រុមយុវជនមួយចំនួនផងអ្នកសម្របសម្រួលអង្គការលីកាដូខេត្តព្រះសីហនុលោកបួនរិទ្ធទទួលដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេងស្នើជួយរំលឹកទៅសមាជិកក្រមអាវ៉ាតឲ្យពង្រឹងអនុវត្តបទបញ្ជាដែលក្រសួងមហាផ្ទៃបានដាក់ឲ្យអនុវត្តតាក់ទងខ្លឹមសារមិនអនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងល្បែងស៊ីសងនៅតាមកាស៊ីណូទាំងនោះឲ្យមានប្រសិទ្ធភាពឡើងវិញលោកបួនរិទ្ធបានអះអាងថារាល់ថ្ងៃនេះកម្លាំងនគរបាលខេត្តព្រះសីហនុហាក់បានអនុវត្តផ្ទុយពីបទបញ្ជារបស់ក្រសួងមហាផ្ទៃដាក់ឲ្យអនុវត្តដែលហាមដាច់ខាតមិនឲ្យជនជាតិខ្មែរចូលលេងល្បែងស៊ីសងនៅតាមកាស៊ីណូផ្សេងៗនៅកម្ពុជាបញ្ហានេះអាណាព្យាបាលមួយចំនួនអ្នកខេត្តព្រះសីហនុក៏ស្នើដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេងនិងអគ្គស្នងការនគរបាលជាតិលោកណេតសាវឿនជួយពង្រឹងកងកម្លាំងក្រមអាវ៉ាតដើម្បីឈានដល់អនុវត្តបទបញ្ជាមិនអនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងល្បែងស៊ីសងគ្រប់ប្រភេទនៅតាមកាស៊ីណូនេះជាថ្មីទៀតទោះបីជាមានបំរាមហាមឃាត់ពីរាជរដ្ឋាភិបាលថាមិនឲ្យមានប្រជាពលរដ្ឋខ្មែរចូលលេងល្បែងក្នុងកាស៊ីណូក៏ដោយតែតាមសង្កេតជាក់ស្ដែងគឺនៅតែមានពលរដ្ឋខ្មែរយើងជាច្រើនអ្នកចូលទៅលេងល្បែងតាមទីតាំងកាស៊ីណូទាំងអស់នៅក្នុងក្រុងសីហនុយើងនេះអភិបាលខេត្តព្រះសីហនុលោកយុនមីននិងស្នងការនគរបាលខេត្តព្រះសីហនុលោកជួនរិនធ្លាប់ទទួលស្គាល់ថាកន្លងទៅនេះពិតជាមានកាស៊ីណូមួយចំនួនបានបើកធ្វើអាជីវកម្មគ្មានអាជ្ញាប័ណ្ណឬគ្មានច្បាប់ពិតមែនយ៉ាងនេះក្តីដើម្បីគ្រប់គ្រងការធ្វើអាជីវកម្មកាស៊ីណូនិងពង្រឹងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវលោកយុនមានអភិបាលខេត្តព្រះសីហនុបានចេញលិខិតចុះថ្ងៃទី12ខែតុលាឲ្យម្ចាស់កាស៊ីណូមួយកន្លែងមានឈ្មោះថាកាស៊ីណូប៉ាវទូមានទីតាំងនៅតាមផ្លូវឯករាជ្យស្ថិតក្នុងសង្កាត់លេខ 2 ក្រុងព្រះសីហនុឲ្យផ្អាកធ្វើអាជីវកម្មបណ្ដោះអាសន្នដោយសារកាស៊ីណូនេះគ្មានច្បាប់ឬមិនអនុវត្តតាមសេចក្តីណែនាំរបស់ទីស្តីការគណៈរដ្ឋមន្ត្រីនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានកំណត់លោកយុនមានបានបញ្ជាក់ថាការផ្អាកកាស៊ីណូប៉ាវទូជាបណ្ដោះអាសន្ននេះគឺដោយសារតែកាស៊ីណូមួយនេះមិនបានសុំអាជ្ញាប័ណ្ណថ្មីពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបន្តពីអាជ្ញាប័ណ្ណចាស់របស់ខ្លួនដែលផុតកំណត់តាំងពីខែធ្នូឆ្នាំ2015មកម្លេះមន្ត្រីសង្គមស៊ីវិលនិងអាណាព្យាបាលមួយចំនួនគាំទ្រចំពោះចំណាត់ការរបស់រដ្ឋបាលខេត្តព្រះសីហនុដែលបានបិទការធ្វើអាជីវកម្មកាស៊ីណូប៉ាវទូដែលគ្មានច្បាប់ប៉ុន្តែពួកគេស្នើឲ្យរដ្ឋបាលខេត្តនេះត្រូវបន្តធ្វើកិច្ចការងារដ៏ត្រឹមត្រូវនេះឲ្យបានច្រើនថែមទៀតព្រោះខេត្តនេះនៅមានកាស៊ីណូច្រើនទីតាំងទៀតដែលបើកប្រកបរបរអាជីវកម្មគ្មានច្បាប់ដោយអាងខ្នងបង្អែកចាំការពារហើយបានកិច្ចពីការបង់ពន្ធជូនរដ្ឋនាពេលកន្លងទៅជាងនេះទៀតក៏ត្រូវយកចិត្តទុកដាក់ទៅលើទីតាំងកាស៊ីណូទាំងអស់ដែលកំពុងធ្វើអាជីវកម្មនៅខេត្តព្រះសីហនុមិនត្រូវអនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងដោយសេរីហើយគ្មានសមត្ថកិច្ចហាមឃាត់ដូចរាល់ថ្ងៃនេះទៀតទេស្នងការនគរបាលខេត្តព្រះសីហនុលោកជួនរិនធ្លាប់បានឲ្យដឹងថាមានអ្នកវិនិយោគទុនលើវិស័យកាស៊ីណូនិងសន្តាគារធំលំដាប់ផ្កាយមួយចំនួននាមូលដ្ឋាននេះបង្ហាញភាពក្រអឺតក្រទមឬមិនសហការល្អជាមួយសមត្ថកិច្ចនាពេលកន្លងទៅហើយសមត្ថកិច្ចមានផលវិបាកក្នុងការស្វែងរកឯកសារច្បាប់ឬបញ្ហាពាក់ព័ន្ធនានាលោកជួនរិទ្ធឲ្យដឹងថាគឺត្រឹមខែវិច្ឆិកាឆ្នាំ2015ខេត្តព្រះសីហនុមានកាស៊ីណូសរុបចំនួន16ទីតាំងបានបើកធ្វើអាជីវកម្មនិងត្រៀមដំណើរការក្នុងនោះមានកាស៊ីណូចំនួន3ទីតាំងមិនទាន់មានអាជ្ញាប័ណ្ណប៉ុន្តែមិនទាន់ដំណើរការទេខ្ញុំដែរនាយកជាអាស៊ីសេរីខេត្តព្រះសីហនុលោកនាងជាទីមេត្រីជនជាដើមភាគតិចភ្នងរស់នៅភូមិតែសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីចំនួន22គ្រួសារអះអាងថាកន្លែងកប់សពសាច់ញាតិរបស់ពួកគេមួយកន្លែងត្រូវបានអ្នកភូមិលក់ទៅឲ្យភរិយាអតីតមន្ត្រីតុលាការខេត្តមួយរូបមន្ត្រីសិទ្ធិមនុស្សចាត់ទុកការលក់ដូរដីកប់សពសហគមន៍ថាជាអំពើខុសច្បាប់លោករដ្ឋាភិបាលរាយការណ៍ព័ត៌មាននេះមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សខេត្តមណ្ឌលគិរីអំពាវនាវឲ្យអាជ្ញាធរខេត្តស៊ើបអង្កេតករណីលក់ដីតំបន់កប់សពរបស់សហគមន៍ជនជាតិដើមភាគតិចមួយក្រុមដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិនិងវប្បធម៌ប្រពៃណីជនជាតិដើមភាគតិចកាលពីថ្ងៃទី13ខែតុលាជនជាតិដើមភាគតិចភ្នង6នាក់តំណាងឲ្យអ្នកភូមិ22គ្រួសាររស់នៅភូមិចំការតែសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យបានដាក់ពាក្យប្តឹងទៅការិយាល័យការពារសិទ្ធិមនុស្សសមាគមអាត់ហុកខេត្តមណ្ឌលគិរីដើម្បីស្វែងរកកិច្ចអន្តរាគមន៍ទប់ស្កាត់ការលក់ដីតំបន់កប់សពសហគមន៍នេះមន្ត្រីសម្របសម្រួលសមាគមអាត់ហុកខេត្តមណ្ឌលគិរីលោកសុករដ្ឋាបញ្ជាក់នៅថ្ងៃទី19ខែតុលាថាការអង្កេតបឋមរបស់មន្ត្រីអាត់ហុករកឃើញថាដីដែលប្រជាពលរដ្ឋអះអាងថាត្រូវគេលក់ពិតជាតំបន់កប់សព
ក៏ប៉ុន្តែទីតាំងនោះមិនទាន់មានការឈូសឆាយឬធ្វើឲ្យខូចខាតទ្រង់ទ្រាយដីនៅឡើយលោកថាអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបញ្ឈប់ការលក់ដីកប់សពសហគមន៍ដែលបំពានទៅលើតំបន់ប្រពៃណីនិងជាដីសាធារណៈរបស់រដ្ឋយោងទៅលើច្បាប់ភូមិបាលវាជាប្រភេទដីសមូហភាពអញ្ចឹងបើសិនជាមានការទិញលក់មួយវាគឺជាអំពើរំលោភច្បាប់និងជាអំពើមួយដែលរំលោភទៅលើប្រពៃណីជនជាតិដើមភាគតិចពាក្យប្តឹងរបស់តំណាងប្រជាពលរដ្ឋ22គ្រួសារឲ្យដឹងថាអ្នកភូមិដែលលក់ដីគឺជាជនជាតិដើមភាគតិចដូចគ្នារស់នៅភូមិចំការតែឈ្មោះភ្លិជ្រីលចំណែកអ្នកទិញដីគឺជាភរិយាអតីតចៅក្រមសាលាដំបងខេត្តមណ្ឌលគិរីមួយរូបដែលអ្នកភូមិមិនស្គាល់អត្តសញ្ញាណច្បាស់លាស់វិទ្យុអស៊ីសេរីមិនអាចតាក់ទងលោកភ្លិជ្រីលសូមបំភ្លឺករណីនេះបានទេនៅថ្ងៃទី19ខែតុលារីឯចៅសង្កាត់ស្ពានមានជ័យលោកសាក់ហ៊ានបញ្ជាក់ថាដីនោះពិតជាបានលក់ដូរមែនតាំងពី10ឆ្នាំមុនតាមរយៈជនជាតិដើមភាគតិចក្នុងភូមិជាមួយគ្នាក៏ប៉ុន្តែមិនមានអាជ្ញាធរមូលដ្ឋានចេញលិខិតបញ្ជាក់អ្វីទាក់ទិនការលក់ដូរដីនោះទេលោកថារហូតបច្ចុប្បន្នអាជ្ញាធរខេត្តកំពុងរៀបចំចុះបញ្ជីកម្មសិទ្ធិដីតំបន់នោះជាប្រព័ន្ធទើបមានការតវ៉ាឡើងអ្នកភូមិគាត់នៅថែសារគាត់នៅជាប់ហ្នឹងណាគាត់អ្នកលក់ដូរនិយាយទៅមកអ្នកទិញហ្នឹងក៏មិនដឹងថាខ្នោខ្មោចមិនដឹងថាអីប្រៃដោះវិញហ្នឹងតែចាស់ព្រឹទ្ធាចារ្យជនជាតិដើមភាគតិចភ្នងឈ្មោះសំរិទ្ធថនបញ្ជាក់ថាដីនោះពិតជាដីតំបន់កប់សពសហគមន៍22គ្រួសារនិងមានភ្នោកប់សពរាប់សិបកន្លែងលោកថាដីតំបន់នោះមានទំហំជិត1ហិកតាជាអតីតទីតាំងឈរជើងរបស់យោធាមុនឆ្នាំ1980ប៉ុន្តែក្រោយពេលយោធាដកចេញពីកន្លែងនោះដីពាក់កណ្ដាលត្រូវប្រជាពលរដ្ឋយកធ្វើចំការកាហ្វេនិងពាក់កណ្ដាលទៀតអ្នកភូមិបានយកធ្វើជាកន្លែងកប់សពសហគមន៍ដីគ្រូក្បត់ខ្ញុំនឹងទៅបីគេបំក៏ដោះខ្ញុំអត់យល់លេខចៅខ្ញុំថែរក្សាសម្រាប់ខ្ញុំកូនខ្ញុំថែរហូតដល់ថែខ្មោចទៀតទោះបីជាយ៉ាងណាក៏ដោយមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាត60ដដែលបញ្ជាក់ថានឹងអន្តរាគមន៍ពាក្យប្តឹងរបស់អ្នកភូមិទៅមន្ត្រីមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ខេត្តឲ្យបង្អាក់ការចេញបានសម្គាល់កម្មសិទ្ធិកាន់កាប់ដីដែលអ្នកភូមិតវ៉ាដើម្បីស៊ើបអង្កេតករណីនេះឡើងវិញខ្ញុំរដ្ឋាវិសាលអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរីអាស៊ីសេរីបលូននាងជាទីមេត្រីពលរដ្ឋជនជាតិដើមភាគតិចភ្នងជាង20នាក់បាននាំគ្នាទៅសាលាក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីដើម្បីសុំឲ្យសមត្ថកិច្ចនៅទីនោះជួយអន្តរាគមន៍រក្សាដីតំបន់កប់សពរបស់សហគមន៍ដីតំបន់នោះត្រូវបានជនជាតិដើមភាគតិចក្នុងភូមិជាមួយគ្នាលក់ទៅឲ្យភរិយាអតីតប្រធានតុលាការខេត្តខណៈដីនោះមានភ្នោដូនតានិងសាច់ញាតិដែលអ្នកភូមិគោរពបូជាលោករដ្ឋាភិបាលរាយការណ៍មន្ត្រីសាលាក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីនៅព្រឹកថ្ងៃទី20ខែតុលាបានយល់ព្រមទៅពិនិត្យកន្លែងកប់សពដែលអ្នកភូមិអះអាងថាត្រូវបានអ្នកភូមិដូចគ្នាលក់ប៉ះពាល់ភ្នោសពសហគមន៍ជនជាតិដើមភាគតិចកាលពីថ្ងៃទី13ខែតុលាជនជាតិដើមភាគតិចភ្នង6នាក់តំណាងឲ្យអ្នកភូមិ22គ្រួសាររស់នៅភូមិចំការតែសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យបានដាក់ពាក្យប្តឹងទៅការិយាល័យការពារសិទ្ធិមនុស្សសមាគមអាត60ខេត្តមណ្ឌលគិរីដើម្បីស្វែងរកកិច្ចអន្តរាគមន៍ទប់ស្កាត់ការលក់ដីតំបន់កប់សពសហគមន៍នេះប្រជាពលរដ្ឋអ្នកក្នុងចំណោម20នាក់ដែលបាននាំគ្នាទៅសាលាក្រុងគឺអ្នកស្រីខូចក្រាក់បញ្ជាក់ថាជនជាតិដើមភាគតិចម្នាក់ឈ្មោះភ្លិជ្រីលរស់នៅភូមិចំការតែជាមួយគ្នាបានកាប់ឆ្ការព្រៃនៅតំបន់កប់សពកាលពីដើមសប្តាហ៍ក្រោយពេលមួយថ្ងៃដែលអ្នកភូមិ22គ្រួសារដាក់ពាក្យប្តឹងពីករណីលក់ដីកប់សពនេះអ្នកស្រីបន្តថាការកាប់ឆ្ការព្រៃនេះធ្វើឲ្យអ្នកភូមិបារម្ភថាភ្នោសពសាច់ញាតិក្រុមគ្រួសារពួកគេនឹងត្រូវបំផ្លាញទើបនាំគ្នាទៅសាលាក្រុងដើម្បីសុំឲ្យសមត្ថកិច្ចនៅទីនោះជួយដោះស្រាយបញ្ហាឲ្យពួកគាត់ពួកខ្ញុំទៅមើលមិនទាន់មកពាក្យកណ្ដាលកន្លែងព្រៃខ្មោចដល់ជុំមិញអស់ហើយគេកាប់ពួកខ្ញុំទាមទារសុំយកដីនឹងវិញហើយនឹងថែរក្សាព្រៃខ្មោចនឹងរបាយការណ៍អង្គការរបស់មន្ត្រីសមាគមអាត60ខេត្តមណ្ឌលគិរីឲ្យដឹងថាឈ្មោះភ្លិជ្រីលបានព្រមព្រៀងលក់ដីតំបន់កប់សពនេះឲ្យភរិយាអតីតប្រធានតុលាការខេត្តមណ្ឌលគិរីគឺលោកលូស៊ូសម្បត្តិច្រើនឆ្នាំមកហើយប៉ុន្តែការលក់ដូរដីនេះត្រូវគេបិទបាំងទៅប្រជាពលរដ្ឋមិនបានតវ៉ារហូតបច្ចុប្បន្នគ្រាដែលដីតំបន់នោះត្រូវបានអាជ្ញាធរប្រកាសចុះបញ្ជីកម្មសិទ្ធិជាប្រព័ន្ធទើបបែកធ្លាយថាដីតំបន់កប់សពរបស់អ្នកភូមិនេះមន្ត្រីមន្ទីរការិយាល័យសូរិយោដីក្រុងកំពុងរៀបចំចុះបញ្ជីជាកម្មសិទ្ធិឲ្យទៅភរិយាមន្ត្រីមានអំណាចគឺអ្នកស្រីមុំតែទិនករណីនេះអភិបាលក្រុងសែនមនោរម្យលោកឡុងវិបុលទទួលស្គាល់ថាមន្ត្រីសាលាក្រុងបានចុះពិនិត្យទីតាំងទំនល់នោះហើយនិងបានណែនាំឲ្យប្រជាពលរដ្ឋអ្នកតវ៉ាដាក់ពាក្យប្តឹងមកសាលាក្រុងដើម្បីសម្របសម្រួលបញ្ហានេះលោកថានឹងកោះហៅភាគីពាក់ព័ន្ធទាំងអស់ជួបដោះស្រាយបញ្ហានេះមុនអនុវត្តវិធានការច្បាប់ចា៎បាទខ្ញុំបញ្ជូនលោកអភិបាលក្រុងរងរបស់ខ្ញុំដើម្បីចុះទៅសម្របសម្រួលគាត់សកម្មភាពទាំងអស់នេះរងចាំជជែកគ្នាសិន
តែមិនឲ្យបងប្អូនទាំងពីរនេះអាចទទួលយកបានរៀងខ្លួន ចំណែកមន្ត្រីសម្របសម្រួលសមាគមអាត60ខេត្តមណ្ឌលគិរីលោកសុករដ្ឋាចាត់ទុកការលក់ដូរដីកប់សពសហគមន៍គឺជាអំពើខុសច្បាប់លោកស្នើសុំឲ្យសមាជិកសាលាក្រុងដោះស្រាយបញ្ហានេះដោយតម្លាភាពជូនប្រជាពលរដ្ឋមិនត្រូវឲ្យមានការទិញលក់អីតាមធ្វើចិត្តហើយយកមកធ្វើជាផលប្រយោជន៍បកគោលទេមិនត្រូវមានការទំនោរទៅភាគីអ្នកដែលមានអំណាចអ្នកដែលមានលុយទេត្រូវ ទោះបីយ៉ាងណាក៏ដោយតំណាងប្រជាពលរដ្ឋ22គ្រួសារនៅរសៀលថ្ងៃទី20ខែតុលាបានធ្វើពាក្យប្តឹងករណីលក់ដីកប់សពសហគមន៍នេះទៅការិយាល័យទទួលពាក្យប្តឹងរបស់សាលាក្រុងសែនមនោរម្យរួចហើយខ្ញុំរដ្ឋាភិបាលអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរីពលរដ្ឋរស់នៅឃុំថ្មអណ្ដើកស្រុកចិត្តបុរីខេត្តក្រចេះបង្ខំចិត្តប្រថុយគ្រោះថ្នាក់ឆ្លងស្ពានយល់មួយកន្លែងនៅមូលដ្ឋានរបស់ពួកគេដោយសារតែពុំមានជម្រើសអ្នកភូមិថាប្រសិនបើអាជ្ញាធរនៅតែពន្យាពេលជួសជុលឬក៏សាងស្ពាននេះទៀតនោះនឹងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរជាពិសេសសិស្សានុសិស្សមិនខានលោកម៉ែនសុធីរាយការណ៍ព័ត៌មាននេះពលរដ្ឋរស់នៅឃុំថ្មអណ្ដើកស្រុកចិត្តបុរីនៅថ្ងៃទី20តុលាអំពីវនីឲ្យអាជ្ញាធររដ្ឋាភិបាលពន្លឿនជួសជុលឬក៏សាងស្ពានមួយកន្លែងឈ្មោះស្ពានព្រែកទេដែលមានសភាពទ្រុឌទ្រោមខ្លាំងដើម្បីសម្រួលជីវភាពរស់នៅរបស់ពួកគេពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើនទៀតគឺលោករំយ៉ាបចាត់ទុកស្ពានមួយខ្សែនេះជាសរសៃឈាមសេដ្ឋកិច្ចអ្នកភូមិរាប់ពាន់គ្រួសារនៅតំបន់នោះច្រើនឆ្នាំកន្លងមកក៏ប៉ុន្តែអ្នកភូមិព្រួយបារម្ភពីសុវត្ថិភាពខណៈដែលស្ថានភាពស្ពាននេះទ្រុឌទ្រោមខ្លាំងលោកបន្តថាអ្នកភូមិមួយចំនួនបានដឹកកសិផលនិងឈើប្រណិតតាមម៉ូតូលើទម្ងន់ឆ្លងស្ពានក៏ជាផ្នែកមួយបណ្ដាលឲ្យស្ពាននេះរងការខូចខាតដែរយើងការធ្វើដំណើរទៅវារលាស់ខ្លាំងហើយដល់ពេលយើងអាចបញ្ចេញជាលទ្ធផលយើងចេញទៅវាលំបាកខ្លាំងហើយនិយាយរួមទៅគឺលំបាកប្រជាពលរដ្ឋធ្វើដំណើរហ្មងបងបាទបងវាបន្ថយខ្លាំងវាប្រឈមនឹងបើការឆ្លងកាត់ទៅវាប្រឈមនឹងឧបសគ្គដូចជាទី1បាទស្ពាននឹងអាចនឹងដាច់ហើយទី2ហ្នឹងយើងឆ្លងកាត់ទៅគឺស្ពាននឹងទ្រុឌទ្រោមខ្លាំងវារលាស់ទៅការធ្វើដំណើររបស់យើងគឺលំបាកស្ពានព្រែកទេកសាងឡើងនៅឆ្នាំ2006ឧបត្ថម្ភដោយប្រជាជនស្វីសចំណាយទឹកប្រាក់សាងសង់$20000ស្ពានយល់នេះមានទទឹងប្រហែល1ម៉ែត្របណ្ដោយ97ម៉ែត្រនិងជម្រៅជាង20ម៉ែត្រគិតត្រឹមផ្ទៃទឹកក្នុងខែវស្សាមេឃុំថ្មអណ្ដើកលោកអែមលេនទទួលស្គាល់ថាស្ពាននេះមានសភាពទ្រុឌទ្រោមក៏ប៉ុន្តែគម្រោងកសាងស្ពាននេះឡើងវិញត្រូវចំណាយថវិកាច្រើនហួសពីសមត្ថភាពធនធានរបស់អាជ្ញាធរឃុំហេតុនេះលោកបានរាយការណ៍បញ្ហានេះទៅថ្នាក់លើរួចហើយតែយ៉ាងណាលោកថាកន្លងមកអាជ្ញាធរឃុំបានរៃអង្គាសថវិកាពីពលរដ្ឋនៅមូលដ្ឋានជួសជុលបណ្ដាដែរលោកទទូចឲ្យរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលជួយពន្លឿនកសាងស្ពាននេះដើម្បីធានាសុវត្ថិភាពប្រជាជននិងសម្រាលជីវភាពរស់នៅអ្នកភូមិប្រជាជននៅទីនេះសំណូមពរច្រើនឲ្យបានស្ពានថ្មីចង់បានស្ពានបេតុងហើយខ្ញុំក៏បានសំណើទៅតាមរយៈកិច្ចការរដ្ឋបាលនឹងជំរាបជូនលោកអភិបាលខេត្តអបាលស្រុកឲ្យបានជ្រាបថាស្ពាននេះមានការទ្រុឌទ្រោមហើយក៏ចំណុចសំខាន់ឃុំពុំមានលទ្ធភាពធ្វើទេព្រោះនេះតរដ្ឋាភិបាលសូម្បីតែខេត្តហ្នឹងក៏គ្មានលទ្ធភាពធ្វើដែរវាវិធប់ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពលោកយ៉ងគឹមអេងយល់ថាអាជ្ញាធររដ្ឋាភិបាលគួរតែចាត់វិធានការដោះស្រាយបញ្ហានេះជាបន្ទាន់ដើម្បីបញ្ជៀសគ្រោះថ្នាក់លោកបារម្ភថាប្រសិនបើអាជ្ញាធរនៅតែពន្យាពេលមិនដោះស្រាយបញ្ហានេះទេមានន័យថាអាជ្ញាធររដ្ឋាភិបាលមិនបានប្រើប្រាស់វិធានការបង្ការឲ្យអស់លទ្ធភាពក្នុងការការពារសុវត្ថិភាពពលរដ្ឋខ្ញុំមិនគិតថាអាជ្ញាធរនៅមូលដ្ឋានអត់ថវិកាសោះក្នុងការធ្វើឲ្យជួសជុលឲ្យវាមានលំនឹងរងចាំដល់ការថានៅត្រង់ព្រៃធំណាបាទអញ្ចឹងខ្ញុំថាគាត់គួរតែប្រើប្រាស់ថវិការបស់ខេត្តថវិការបស់ស្រុកដែលមានសម្រាប់ការសាងសង់ព្រោះខេត្តអីក៏មានថវិកាសម្រាប់ការសាងសង់សម្រាប់ការជួសជុលណាកាលពីឆ្នាំ2015កុមារម្នាក់បានរអិលធ្លាក់ពីលើស្ពាននោះនៅគ្រាដែលគេត្រឡប់ពីសាលារៀនឆ្លងកាត់ស្ពាននេះឃុំថ្មអណ្ដើកស្រុកចិត្តបុរីខេត្តក្រចេះស្ថិតនៅទិសខាងត្បូងនៃទីរួមខេត្តក្រចេះឆ្ងាយពីទីរួមខេត្តជាង40គីឡូម៉ែត្រពលរដ្ឋរស់នៅទីនោះមានចំនួនជាង1000គ្រួសារស្មើនឹងពលរដ្ឋជាង5000នាក់ខ្ញុំម៉ែនសុធីអាស៊ីសេរីពីខេត្តក្រចេះអាស៊ីសេរីលោកនាងទើបបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីផ្សាយចេញពីរដ្ឋធានី Washington សហរដ្ឋអាមេរិកសូមលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ពុស្ដាប់ផ្សេងៗនៃកម្មវិធីផ្សាយរបស់យើងនាពេលបន្តិចទៅនេះបាទលោកអ្នកនាងនិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍ផ្ដោតអំពី
គណៈកម្មការសិទ្ធិមនុស្សរដ្ឋសភានឹងដាក់លិខិតកោះហៅរដ្ឋមន្ត្រីក្រសួងយុតិធម៌និងក្រសួងមហាផ្ទៃករណីឃាតកម្មលើលោកបណ្ឌិតកែមលីសហគមន៍ការពារព្រៃឈើសង់រុក្ខវ័ននៅខេត្តបន្ទាយមានជ័យព្រួយបារម្ភពីគ្រោះថ្នាក់ដោយសារគ្រាប់មីនបន្ទាប់ពីប្រទះឃើញគ្រាប់មិនទាន់ផ្ទុះនិងមីននៅក្រោមដីកាន់តែច្រើនឡើងនៅចុងក្រោយកម្មវិធីលោកអ្នកនាងនឹងបានស្ដាប់ព័ត៌មានបញ្ចប់សូមអញ្ជើញលោកអ្នកនាងស្ដាប់ការផ្សាយរបស់យើងខ្ញុំជាបន្តទៀតដោយមេត្រីសេចក្តីរាយការណ៍ពិស្ដាបាទលោកនាងជាទីមេត្រីអស់រយៈពេលជាង3ខែមកហើយយុត្តិធម៌និងឃាតករពិតឬអ្នកនៅពីក្រោយខ្នងការបាញ់សម្លាប់លោកបណ្ឌិតកែមលីអាជ្ញាធរមិនទាន់រកឃើញនៅឡើយទេក្រុមអ្នកការពារសិទ្ធិមនុស្សព្រួយបារម្ភថាករណីបណ្ឌិតកែមលីអាចមានវាសនាដោយករណីលោកជាវិជាមេដឹកនាំសហជីពដែរដោយសារឃាតករពិតប្រាកដនិងអ្នកនៅពីក្រោយខ្នងមិនទាន់ត្រូវបាននាំមកផ្ដន្ទាទោសនៅឡើយទេគណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភាបដិញ្ញាថានឹងរកយុត្តិធម៌ជូនលោកបណ្ឌិតកែមលីដើម្បីបំបត្តិអំពើនីតិរដ្ឋភាពនៅកម្ពុជាលោកទីនសាករាយាមានសេចក្តីរាយការណ៍ក្រោយពីរៀបចំពិធីបុណ្យគម្រប់ខួប100ថ្ងៃសពបណ្ឌិតកែមលីរួចរាល់ហើយអ្វីដែលក្រុមគ្រួសារលោកសាធារណជនទាមទារនិងទន្ទឹងរង់ចាំចង់ដឹងនោះថាតើអ្នកណាជាឃាតករពិតហើយយុត្តិធម៌នឹងមានដែរឬទេមកទល់ពេលនេះប្រជាពលរដ្ឋហាក់បីដូចជាអស់សង្ឃឹមនឹងការស្វែងរកពន្លឺនៃការពិតការស្វែងរកយុត្តិធម៌ដោយសារតែករណីជាច្រើននៅកម្ពុជាដែលគេចាត់ទុកថាជាឃាតកម្មនយោបាយនោះតុលាការនិងសមត្ថកិច្ចរបស់រដ្ឋាភិបាលមិនរកឃើញឃាតករពិតនិងអ្នកពាក់ព័ន្ធនោះឡើយទោះបីជាបែបនេះក្តីប្រធានគណៈកម្មការទី1នៃរដ្ឋសភាគឺគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹងអង្កេតនិងទំនាក់ទំនងជាមួយរដ្ឋសភាប្រសិទ្ធិលោកអេងឆៃអៀងមានប្រសាសន៍ថាគណៈកម្មការទី1នឹងក៏ហៅរដ្ឋមន្ត្រីក្រសួងយុតិធធម៌និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីសួរនាំពីដំណើរការស៊ើបអង្កេតនេះលោកអេងឆៃអៀងបញ្ជាក់ថាក្រៅពីសំណុំរឿងបាញ់សម្លាប់លោកកែមលីនេះក៏នឹងសួរនាំពីករណីឃាតកម្មផ្សេងទៀតដែរយើងមានការសោកស្ដាយមែនទែនរយៈពេលជិត3ខែជាងនេះការស៊ើបអង្កេតហាក់បីដូចអត់មានអ្វីថ្មីហើយអត់មានប្លែកកលសោះខ្ញុំបារម្ភនៅទៀតថាឈ្មោះជួសម្លាប់នឹងអាចនឹងគេដោះលែងទៀតដោយសារតែអាចមានរឿងច្រើនជាពិសេសយើងដឹងថាបើសិនជាគេថាមនុស្សនោះរស័យប្រសាទគឺវាត្រូវបាត់ដានហើយកាមេរ៉ាសវត្ថិភាពគឺអាជ្ញាធរហាក់បីដូចមិនយកចិត្តទុកដាក់នឹងបង្ហាញដូច្នេះក្នុងឋានៈខ្ញុំជាប្រធានគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋសភាខ្ញុំនឹងជំរុញធ្វើយ៉ាងណាឲ្យអាជ្ញាធរនឹងឲ្យមានវិធានការឲ្យបានច្បាស់លាស់ឲ្យបានជាក់លាក់ក្នុងការវេញមុខឃាតករនិងអ្នកនៅពីក្រោយខ្នងឆ្លើយតបនឹងបញ្ហានេះអ្នកនាំពាក្យក្រសួងយុតិធធម៌លោកជិនម៉ាលីនមានប្រសាសន៍ថាក្រសួងនឹងពិនិត្យមើលលិខិតកោះហៅរដ្ឋមន្ត្រីរបស់គណៈកម្មការសិទ្ធិមនុស្សរដ្ឋសភាបើសិនជាគណៈកម្មការនេះដាក់លិខិតកោះអញ្ជើញជាផ្លូវការមែននោះគោលការណ៍ពីប្រមុខរដ្ឋាភិបាលមកប្រសិនបើប្រមុខរដ្ឋាភិបាលអនុញ្ញាតឲ្យទៅអានឹងគឺខាងក្រុមការងាររបស់ក្រសួងដឹកនាំដល់រដ្ឋមន្ត្រីនឹងចូលទៅឆ្លើយបំភ្លឺដោយសពដងដែលយើងធ្វើកន្លងមកនោះណាក្រៅពីនេះទៀតលោកអេងឆៃអៀងសង្កត់ធ្ងន់ថាបើសិនជារដ្ឋាភិបាលចង់ឲ្យបញ្ឈប់នៅការចោទប្រកាន់ទៅលើឃាតកម្មមួយចំនួនលើមនុស្សសំខាន់នោះដូចជាករណីលោកជាវិជាសកម្មជនការពារបរិស្ថានលោកជវុធីនិងករណីផ្សេងទៀតថាមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយទេនោះរដ្ឋាភិបាលត្រូវតែពន្លឿនស្វែងរកការពិតយើងមានការសោកស្ដាយចំពោះអ្វីដែលរដ្ឋាភិបាលតែងតែគេចវេះពីការទទួលខុសត្រូវក្នុងការស្លាប់របស់អ្នកនយោបាយអ្នកសារព័ត៌មានសិល្បករហើយរួមចុងក្រោយនេះគឺលោកបណ្ឌិតកែមលីតែម្ដងឲ្យតែមានការនិយាយការថ្លាថ្លែងគឺតែងតែចោទប្រកាន់មកលើអ្នកនិយាយចឹងហើយខ្ញុំសូមពៀងនាវបើរដ្ឋាភិបាលអាជ្ញាធរមានសមត្ថកិច្ចបើមិនចង់ឲ្យមានការចោទប្រកាន់ថារឿងនឹងជារឿងនយោបាយសូមត្រូវតែធ្វើយ៉ាងណាពេញមុខឃាតករនិងអ្នកនៅក្នុងក្រុមឃាតករឃើញទៅប្រជាពលរដ្ឋនឹងអស់ចិត្តដែរជាការពិតឃាតកម្មមួយចំនួនដល់សមត្ថកិច្ចរដ្ឋាភិបាលនិងតុលាការបានខិតខំស្វែងរកឃាតករពិតករណីខ្លះបានចំណាយពេលជាង10ឆ្នាំខ្លះមានរយៈពេលជិត20ឆ្នាំតែយុត្តិធម៌មិនទាន់ទទួលបាននៅឡើយសម្រាប់គ្រួសារជនរងគ្រោះនោះមានដូចជាឃាតកម្មលើលោកជាវិជាប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាលោកជូជេថារិទ្ធនិពន្ធនាយករងនៃវិទ្យុតាព្រំរបស់គណៈបរិជានិយមហ្វុនសិនពេជ្រត្រូវបានឃាតករបាញ់សម្លាប់នៅក្បែរស្ថានីយ៍វិទ្យុនៅខែតុលាឆ្នាំ2003និងអ្នកសារព័ត៌មាននៃកាសែតមនសិការខ្មែរដែលស្និទ្ធនឹងគណៈបកសំរងស៊ីលោកខឹមសម្បូរនិងកូនប្រុសម្នាក់ត្រូវខ្មាន់កំភ្លើងបាញ់សម្លាប់នៅខែកក្កដាឆ្នាំ2008
និងករណីបាញ់សម្លាប់សិល្បករដ៏ល្បីឈ្មោះអ្នកស្រីពិសិដ្ឋពីលីកាជាដើមទាក់ទងនឹងករណីនេះលោកជិនម៉ាលីនឆ្លើយតបថាសំណុំរឿងទាំងនេះតុលាការកំពុងតែបន្តនីតិវិធីស៊ើបអង្កេតក៏ប៉ុន្តែនៅពេលសួរថាតើករណីយឺតយ៉ាវស្វែងរកឃាតករពិតនេះអាចមកពីចៅក្រមព្រះអាជ្ញារងសម្ពាធនយោបាយឬមន្ត្រីតុលាការនឹងសមត្ថកិច្ចអសមត្ថភាពលោកជិនម៉ាលីនបញ្យល់ថាករណីឃាតកម្មទាំងនេះគេមិនគិតពីរឿងនយោបាយឬមិននយោបាយអ្វីទេសំខាន់សមត្ថកិច្ចចៅក្រមនិងព្រះអាជ្ញាកំពុងខិតខំស្វែងរកឃាតករនិងអ្នកជាប់ពាក់ព័ន្ធប៉ុន្តែសម្រាប់អាជ្ញាធរមានសមត្ថកិច្ចគឺថាយើងត្រូវតែប្រឹងប្រែងយ៉ាងម៉េចឲ្យអស់ពីលទ្ធភាពទៅតាមបច្ចេកទេសនិងសមត្ថកិច្ចជំនាញរបស់ខ្លួនហើយទៅតាមបទបញ្ញត្តិនិងដំណើរការនីតិវិធីដែលច្បាប់មានជាធរមានយើងមិនដឹងថារឿងនឹងនយោបាយមិននយោបាយអីទេទោះបីជាបែបនេះក្តីគិតចាប់តាំងពីឆ្នាំ1997មកបទអក្រិតកម្មទ្រង់ទ្រាយធំនៅកម្ពុជាបានកើតឡើងមិនចេះចប់ចាប់តាំងពីការសម្លាប់រង្គាលកងទ័ពរាជានិយមរបស់គណៈបកហ្វូសិនពេជ្រនៅដើមខែកក្កដាការសម្លាប់អ្នកកាសែតជាង10នាក់ការធ្វើគុតព្រះសង្ឃនិងអ្នកសិល្បករដ៏សន្ធឹកការបោកគ្រាប់បែកនៅមុខរដ្ឋសភាសម្លាប់មនុស្ស16នាក់បទអក្រិតកម្មទាំងនេះសុទ្ធសឹងតែធ្វើឡើងក្រៅប្រព័ន្ធតុលាការផ្ទុយច្បាប់ជាតិនិងអន្តរជាតិហើយរហូតមកទល់ពេលនេះគេនៅមិនទាន់ឃើញមានជនដៃដល់ទាំងនោះត្រូវបាននាំយកមកកាត់ទោសចំពោះមុខច្បាប់នោះឡើយដូច្នេះឆ្លងតាមហេតុការណ៍ជាច្រើនដែលលើកបង្ហាញនេះមហាជនមើលឃើញថាប្រព័ន្ធយុត្តិធម៌និងតុលាការនៅកម្ពុជាបានបង្ហាញនៅស្តង់ដារ2ឬក៏គេអាចនិយាយបានថាផ្ដល់យុត្តិធម៌សម្រាប់តែអ្នកមានលុយនិងអ្នកមានអំណាចហើយនិយាយឲ្យត្រង់ទៅគឺគណៈបកកាន់អំណាចប៉ុណ្ណោះមាត្រា31នៃរដ្ឋធម្មនុញ្ញចែងថាព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់និងគោរពសិទ្ធិមនុស្សដោយមានចែងនៅក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សនិងកតិកាសញ្ញានិងអនុសញ្ញាទាំងឡាយទាក់ទងនឹងសិទ្ធិមនុស្សសិទ្ធិនារីនិងសិទ្ធិកុមាររីឯមាត្រា32បញ្ជាក់ថាជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិតសិទ្ធិមានសេរីភាពនិងមានសន្តិសុខផ្ទាល់ខ្លួនទោសប្រហារជីវិតមិនត្រូវឲ្យមានឡើយករណីបាញ់សម្លាប់លោកបណ្ឌិតកែមលីកាលពីថ្ងៃទី10កក្កដាឆ្នាំ2016នេះវិញគឺជាព្រឹត្តិការណ៍ថ្មីមួយទៀតដែលធ្វើឲ្យមហាជនទាំងជាតិនិងអន្តរជាតិមានការភ្ញាក់ផ្អើលនិងថ្កោលទោសចំពោះការបាញ់សម្លាប់ក្រៅប្រព័ន្ធច្បាប់ទៀតនេះនៅក្នុងពិធីបុណ្យគម្រប់ខួប100ថ្ងៃនៅវត្តចាស់កាលពីថ្ងៃទី15តុលាអ្នកចូលរួមជាច្រើនបានស្នើសុំឲ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សអ្នកស្រីរ៉ូណាស្មីតជួយស្វែងរកយុត្តិធម៌ជូនលោកបណ្ឌិតកែមលីនៅពេលអ្នកស្រីបានទៅគោរពវិញ្ញាណក្ខន្ធលោកកែមលីនៅទីនោះពលរដ្ឋខ្លះលើកឡើងថាអ្វីត្បិតតែលោកបណ្ឌិតកែមលីបាត់បង់តែរូបកាយលើលោកីនេះក្តីតែឧត្តមគតិរបស់លោកនៅមិនទាន់បាត់បង់នោះឡើយចាំរហូតចាំឧត្តមគតិគាត់ជាឧត្តមគតិល្អជាឧត្តមគតិខ្មែរគាត់ជាបណ្ឌិតមួយដ៏ល្អបណ្ឌិតឆ្នើមក្នុងប្រទេសកម្ពុជាយើងព្រះតេជគុណបុត្របន្ទិញប្រធានបណ្ដាញព្រះសង្ឃរួបរวมជាតិដើម្បីយុត្តិធម៌មានធរណីកាថាព្រះអង្គបានរៀបរាប់ជូនអ្នកស្រីរ៉ូណាស្មីតអំពីឃាតកម្មលើរូបលោកកែមលីព្រះអង្គបន្ថែមថាព្រះអង្គក៏លើកពីការស្វែងរកយុត្តិធម៌ជូនលោកបណ្ឌិតកែមលីដែរអ្នកស្រីរ៉ូណាស្មីតគាត់គោរពឆន្ទៈចំពោះការលះបង់របស់លោកបណ្ឌិតកែមលីហើយខាងគណៈកម្មការយើងបានរំលឹកថាយើងចង់បានយុត្តិធម៌ហើយយើងចង់ឃើញបង្កើតគណៈកម្មការចម្រុះដើម្បីស្វែងរកយុត្តិធម៌ចំពោះអតីតឧត្តមទីប្រឹក្សាព្រះមហាក្សត្រព្រះបរមកោដ្ឋនរោត្តមសីហនុព្រះអង្គម្ចាស់ស៊ីសវត្ថធម្មិកោវិញព្រះអង្គក៏បដិញ្ញាព្រះតីថាព្រះអង្គនឹងធ្វើអ្វីម្យ៉ាងដើម្បីស្វែងរកយុត្តិធម៌ជូនលោកកែមលីតែផែនការរបស់ព្រះអង្គថាតើនឹងស្វែងរកយុត្តិធម៌នេះដោយវិធីណានោះព្រះអង្គមិនទាន់បង្ហើបប្រាប់នៅឡើយបើសិនជាតុលាការជាតិមិនអាចនឹងផ្ដល់យុត្តិធម៌ទៅជូនគាត់អាចនឹងបែរទៅខាងតុលាការអន្តរជាតិដើម្បីរកយុត្តិធម៌ទៅជូនលោកបណ្ឌិតកែមលីហើយនឹងខ្ញុំកំពុងតែស្វែងរកផ្លូវច្បាប់ស្របទៅតាមច្បាប់អន្តរជាតិណាដើម្បីស្វែងរកយុត្តិធម៌ទៅជូនសារព័ត៌មាន Asian Today សរសេរថាពន្លឺនៃក្តីសង្ឃឹមមានតិចតួចដែលថារដ្ឋាភិបាលនឹងបញ្ចប់ការស៊ើបអង្កេតករណីឃាតកម្មលើលោកកែមលីនេះសារព័ត៌មាននេះរាយការណ៍ទៀតថាមនុស្សជាច្រើនជឿជាក់ថាគណៈបកប្រជាជនកម្ពុជាដែលជាគណៈបកកាន់អំណាចអាចនឹងជាប់ពាក់ព័ន្ធនឹងឃាតកម្មនេះដោយរំលឹកពីនិតិនភាពឬការមិនចាប់ឃាតករពិតប្រាកដមកផ្ដន្ទាទោសដូចជាករណីលោកជាវិជានិងករណីអ្នកស្រីពិសិដ្ឋពីលីកាជាដើមរបាយការណ៍របស់អង្គការលីកាដូបានសរសេរថាគិតចាប់តាំងពីឆ្នាំ1993មកយ៉ាងហោចណាស់មានមនុស្សជាង10នាក់ត្រូវបានគេធ្វើឃាតដោយសារការបំពេញមុខងាររបស់ខ្លួនការបញ្ចេញមតិការជាប់ពាក់ព័ន្ធជាមួយអ្នកនយោបាយនិងហេតុផលផ្សេងទៀតទោះបីជាបែបណាក៏ដោយលោកអេងឆៃអៀងប្រធានគណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភាមិនទាន់កំណត់កាលបរិច្ឆេទឲ្យបានច្បាស់លាស់នៅឡើយទេ
ថាតើនឹងដាក់លិខិតកោះហៅរដ្ឋមន្ត្រីក្រសួងយុតិធម៌លោកអង្គវងវឌ្ឍនានិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេងនៅពេលណានៅឡើយដើម្បីសួរនាំអំពីឃាតកម្មទាំងនេះក៏ប៉ុន្តែលោកបញ្ជាក់ថានឹងធ្វើឆាប់នៅពេលតំណាងរាស្ត្រគណៈបកប្រឆាំងសម្រាប់ចាត់ចូលប្រជុំសភាវិញនៅពេលខាងមុខខ្ញុំទីនសាការីយ៉ាអាស៊ីសេរីពីរាជធានីភ្នំពេញបាទលោកនាងជាទីមេត្រីសមាជិកសហគមន៍ការពារព្រៃឈើសង់រុក្ខវ័ននៅក្រុងសំរោងខេត្តបន្ទាយមានជ័យប្រទះឃើញគ្រាប់កាំភ្លើងថ្លោងធន់60មីលីម៉ែត្រនិងគ្រាប់ដៃដែលសេសសល់ពីសម័យសង្គ្រាមចំនួន7គ្រាប់កាលពីថ្ងៃទី19ខែតុលាក្រុមសហគមន៍បានឲ្យដឹងថានៅក្នុងតំបន់ព្រៃសង់រុក្ខវ័នដែលមានផ្ទៃដីជាង 18,000 ហិកតា គឺជាអតីតសមរភូមិប្រយុទ្ធគ្នារវាងកងទ័ពប៉ារ៉ាខ្មែរក្រហមជាមួយនឹងទាហានរដ្ឋកម្ពុជាចាប់តាំងពីអំឡុងឆ្នាំ 1980 រហូតដល់ឆ្នាំ 1997 ជាហេតុបន្សល់ទុកនៅយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងគ្រាប់មីនកប់ក្រោមដីជាច្រើនរហូតមកដល់សព្វថ្ងៃនេះលោកហងសាវយុទ្ធរាយការណ៍ពិស្ដារជុំវិញរឿងនេះអ្នកគ្រប់គ្រងសហគមន៍ការពារព្រៃឈើសង់រុក្ខវ័ននៅខេត្តរតនមានជ័យកំពុងព្រួយបារម្ភខ្លាចក្រែងសមាជិកសហគមន៍ឬក៏ប្រជាពលរដ្ឋជាច្រើនដែលចូលទៅអាស្រ័យផលនៅក្នុងតំបន់ព្រៃនោះអាចរងគ្រោះថ្នាក់ដោយសារគ្រាប់មីនកប់ក្រោមដីនិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលសេសសល់ពីសម័យសង្គ្រាមនៅពេលណាមួយកង្វល់នេះកើតមានឡើងបន្ទាប់ពីគេដឹងថាផ្ទៃដីរបស់សហគមន៍ការពារព្រៃឈើសង់រុក្ខវ័នខ្លះគឺជាអតីតតំបន់សមរភូមិប្រយុទ្ធរវាងចលនាអ្នកតស៊ូនៅក្នុងព្រៃជាមួយនឹងទាហានរដ្ឋកម្ពុជាដែលបន្សល់ទុកគ្រាប់មីនក្រោមដីនិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅរាយប៉ាយជាច្រើនកន្លែងប្រធានសហគមន៍សង់រុក្ខវ័នគឺព្រះភិក្ខុប៊ុនសាលួតព្រះអង្គមានថេរដីកាថាសាមណេរមួយចំនួនបានតាមព្រះអង្គទៅដើរល្បាតការពារព្រៃហើយកាលពីថ្ងៃទី19ខែតុលាសាមណេរទាំងនោះក៏បានប្រទះឃើញគ្រាប់កាំភ្លើងផ្លោងធន់60មីលីម៉ែត្រព្រមទាំងគ្រាប់បែកដៃចំនួន7គ្រាប់នៅជិតរោងដែលព្រះអង្គធ្វើសម្រាប់ស្នាក់នៅព្រះភិក្ខុប៊ុនសាលួតមានព្រះថេរដីកាទៀតថានេះមិនមែនជាលើកទី1ទេដែលក្រុមការងារសហគមន៍ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះគឺជាច្រើនលើកមកហើយដែលគេបានប្រទះឃើញគ្រាប់មីនចាស់ៗដែលគេដាក់បង្កាយតាមព្រៃព្រមទាំងគ្រាប់មីនប្រឆាំងរថក្រោះធំៗនៅកប់ក្រោមដីដោយសេសសល់ពីសម័យសង្គ្រាមក្នុងទសវត្សរ៍ទី80និង90ព្រះភិក្ខុប៊ុនសាលួតអំពាវនាវឲ្យសមាជិកសហគមន៍ការពារព្រៃឈើនិងប្រជាពលរដ្ឋដែលតែងចូលទៅប្រកបរបរចិញ្ចឹមជីវិតនៅក្នុងតំបន់ព្រៃសង់រុក្ខវ័នត្រូវប្រយ័ត្នចំពោះគ្រោះថ្នាក់ដោយសារគ្រាប់មីនជាពិសេសនៅរដូវវស្សាដែលភ្លៀងធ្លាក់ជោកជាំដីនេះមកមានព្រួយបារម្ភថាដែលបង្កប់នៅតែក្បាលវាបន្តិចៗយើងអត់ដឹងយើងដើរជឿនឬក៏គូយើងដើរជឿនណាងាយគ្រោះថ្នាក់នេះក៏លមុនវាមាន9ថ្មី4គ្រាប់ជាជនឃើញទៅដល់អាទៅឃើញសល់តែ3នឹងណាគេលួចចំណាមួយអានោះបានរាយការណ៍ប្រាប់នៃឃុំប្រាប់លីសដែរដូចអា120អុកហ្នឹងនៅកន្លែងវាដាច់ខ្សែអស់ហើយណាគេដាក់បកាយហើយកោប្រាំងមិញនេះអាបានកុំ Hello ក៏ដោះបាន5 6ខ្សែហើយអាបានជួលអេឌីជននោះដោះបាន4 5 6ខ្សែដែរមួយខ្សែបានមានត8គ្រាប់5គ្រាប់ចឹងទៅព្រះភិក្ខុប៊ុនសាលួតឲ្យដឹងថាតំបន់ព្រៃសហគមន៍សង់រុក្ខវ័នគឺជាអតីតបន្ទាយរបស់ទាហានខ្មែរក្រហមនិងប៉ារ៉ាហើយតំបន់ខ្លះទៀតជាកន្លែងសមរភូមិប្រយុទ្ធគ្នារវាងភាគីតស៊ូនៅក្នុងព្រៃជាមួយកងទ័ពរដ្ឋកម្ពុជាចាប់ពីអំឡុងឆ្នាំ 1980 រហូតដល់ឆ្នាំ 1997 ព្រះភិក្ខុប៊ុនសាលួតប៉ាន់ប្រមាណថាក្នុងចំណោមផ្ទៃដីសហគមន៍ព្រៃឈើរបស់ព្រះអង្គចំនួនជាង 18,000 ហិកតាគឺប្រហែលជាង 1,000 ហិកតាអាចជាតំបន់នៅមានគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលនៅរាយប៉ាយនៅឡើយខាងត្បូងវាកញ្ចក់ស្មារតីគិតឆ្ងាយពី300នោះ40គ្រាប់មីនតនអាតូចបាន50គ្រាប់ជាងលែងខ្លះគេអត់ទាន់ដោះទេគេដោះតាកសេធំណាញោមគេដោះតាមីនធំណាតាមផ្លូវណាគេអាក្នុងចង្ការដូចបត់បន្ទាយអញ្ចឹងគេអត់ទាន់ដោះទេបច្ចុប្បន្ននេះប្រជាពលរដ្ឋនៅតាមតំបន់ខ្លះនៃខេត្តរតនមានជ័យនៅតែរងគ្រោះថ្នាក់ដោយសារគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះកាលពីខែឧសភាកន្លងទៅកុមារ2នាក់នៅភូមិកណ្ដែកសង្កាត់សំរោងនៃក្រុងសំរោងបានស្លាប់និងម្នាក់ផ្សេងទៀតរងរបួសធ្ងន់ដោយសារតែគ្រាប់សេសសល់ពីសម័យសង្គ្រាមក្នុងពេលដែលពួកគេទៅឃ្វាលគោនៅតាមវាលស្រែ
ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តរតនមានជ័យលោកសស៊ីហៀងមានប្រសាសន៍ថាក្នុងរយៈពេល9ខែឆ្នាំ2016គឺមានប្រជាពលរដ្ឋនៅក្នុងខេត្តរបស់លោកចំនួន4នាក់បានស្លាប់និងរបួសដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះសេសសល់ពីសម័យសង្គ្រាមលោកសស៊ីហៀងបញ្ជាក់ទៀតថានៅតាមតំបន់ជាច្រើននៃខេត្តរតនមានជ័យគឺមានបញ្ហាគំរាមកំហែងដោយសារគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅឡើយជាហេតុធ្វើឲ្យរូបលោកប្រឹងប្រែងយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយនិងអប់រំប្រជាពលរដ្ឋឲ្យចេះប្រុងប្រយ័ត្នផ្សព្វផ្សាយដល់ថ្ងៃនេះខ្ញុំមិនចែកមាននៅទាំងខាងក៏ពួកខ្ញុំផ្សព្វផ្សាយដល់ពេលកាលថ្ងៃ17ពួកខ្ញុំទៅចែកនៅក្នុងម៉ូតូនោះជាព្រៃពវណ្ណហ្នឹងខ្ញុំផ្សព្វផ្សាយដែរយើងគេអប់រំប្រជាជនខាងក្រៅពេលទូនទីកាត់បាត់ខំដល់អប់រំប្រជាជនឲ្យយល់ដឹងពីនេះនឹងចិត្តសំខាន់ទុកពេលដែលមានរបួសស្នាមមិនត្រូវធ្វើយ៉ាងម៉េចគ្រោះយ៉ាងម៉េចអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាស៊ីម៉ាក់លោកហេងរតនាមានប្រសាសន៍ថាបច្ចុប្បន្ននេះខេត្តរតនមានជ័យគឺជាខេត្តមួយក្នុងចំណោមខេត្តចំនួន4ទៀតដែលមានព្រំដែនជាប់គ្នាជាមួយប្រទេសថៃគឺពោធិ៍សាត់បៃលិនបាត់ដំបងនិងបន្ទាយមានជ័យកំពុងស្ថិតនៅជាតំបន់ដែលមានអត្រាគ្រោះថ្នាក់ខ្ពស់ដោយសារគ្រាប់មីនលោកហេងរតនាបញ្ជាក់ថាបច្ចុប្បន្ននៅខេត្តរតនមានជ័យគឺកម្លាំងបោសសម្អាតមីនបានរំដោះផ្ទៃដីណាដែលចាំបាច់សម្រាប់មនុស្សធម៌ឲ្យប្រជាពលរដ្ឋបានរស់នៅប៉ុណ្ណោះចំណែកតំបន់នៅជាប់ព្រំដែនខ្មែរថៃនិងតំបន់ព្រៃសហគមន៍ធំមិនទាន់បានរំដោះនៅឡើយប្រទេសមានជ័យដល់មានជ័យនោះយើងមានកម្លាំងថយចុះពីមុនយើងបានទទួលជំនួយពីអាឡម៉ង់ឥឡូវយើងមិនបានទទួលទៀតអញ្ចឹងយើងរៀបចំកម្លាំងយើងមានកម្លាំងស្ដើងទេមិនច្រើនទេនៅខាងខេត្តឧត្តរមានជ័យជាខេត្តដែលមានបញ្ហាគ្រាប់មីនយុទ្ធភ័ណ្ឌសំផ្ទុះនៅកម្រិតខ្ពស់លោកហេងរតនាឲ្យដឹងថាបើទោះបីជាតំបន់ជាច្រើនរបស់ខេត្តរតនមានជ័យនៅមានសេសសល់គ្រាប់មីនក៏ដោយក៏ចំនួនអ្នករងគ្រោះមានតិចតួចដោយសារតែខេត្តនេះមានដង់ស៊ីតេប្រជាពលរដ្ឋរស់នៅតិចនៅឡើយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាស៊ីម៉ាក់ឲ្យដឹងថាតួលេខនៃអ្នករងគ្រោះដោយសារគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅទូទាំងប្រទេសរយៈពេល9ខែឆ្នាំនេះគឺនៅក្រោម100ករណីចំនួននេះគឺថយចុះបើប្រៀបធៀបទៅនឹងឆ្នាំ2015ដែលមានអ្នករងគ្រោះប្រមាណ111ករណីនោះខ្ញុំហងសាវយុទ្ធអាស៊ីសេរីរាយការណ៍ពីខេត្តសៀមរាបជាបន្តទៅទៀតនេះខ្ញុំបាទតាំងសារដាសូមជូនព័ត៌មានបញ្ចប់នៅក្នុងពិធីរំលឹកខួបលើកទី25នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅឆ្នាំ2016ក្រោមប្រធានបទកិច្ចព្រមព្រៀងទីក្រុងប៉ារីសនិងសន្តិភាពនៅកម្ពុជាដែលរៀបចំដោយរដ្ឋាភិបាលនិងស្ថានទូតបារាំងត្រូវគេមើលឃើញថាសន្ធិសញ្ញាអន្តរជាតិនេះមានការអនុវត្តបានដោយជោគជ័យនិងបរាជ័យប្រធានគណៈបព្វប្រឆាំងថ្លែងអះអាងជាថ្មីថានឹងវិលចូលស្រុកដើរចូលគុកប្រសិនបើមានការដោះលែងមន្ត្រីបព្វប្រឆាំងនិងអ្នកសិទ្ធិមនុស្សប្រមាណ30នាក់មន្ត្រីរដ្ឋាភិបាលលើកឡើងថាការលើកឡើងរបស់លោកសំរងស៊ីគ្រាន់តែជានយោបាយប្រជាពិធដើម្បីបោកបញ្ឆោតពលរដ្ឋប៉ុណ្ណោះក្នុងពេលជួបជាមួយអ្នកកាសែតនៅប្រលានយន្តហោះអន្តរជាតិភ្នំពេញលោកហ៊ុនម៉ាណែតដែលជាកូនប្រុសច្បងរបស់លោកហ៊ុនសែនបានរិះគន់ការធ្វើបាតកម្មរបស់ខ្មែរនៅអូស្ត្រាលីដែលប្រឆាំងរូបលោកក្រុមអ្នកវិភាគនយោបាយព្រាយប្រដៅប្រតិកម្មរបស់លោកហ៊ុនម៉ាណែតពេលនេះថាមានកាយវិការនិងពាក្យសម្ដីមិនខុសពីឪពុករបស់លោកឡើយមន្ត្រីនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសឲ្យដឹងថាស្ថានភាពជួញដូរឈើនៅក្នុងរយៈពេលចុងក្រោយនេះគឺមិនមានលក្ខណៈទ្រង់ទ្រាយធំទៀតឡើយពួកគេថាក្រុមឈ្មួញបានបង្វែរពីការដឹកជញ្ជូនឈើតាមរថយន្តធំៗមកដឹកតាមរថយន្តសាំយ៉ុងឬរថយន្តតូចៗវិញលោកនាងកញ្ញាអ្នកស្ដាប់ជាទីមេត្រីកម្មវិធីផ្សាយរយៈពេល1ម៉ោងនៃវិទ្យុអាស៊ីសេរីជាភាសាខ្មែរនៅពេលនេះចប់តែប៉ុណ្ណេះខ្ញុំបាទហេងសកលខ្ញុំបាទតាំងសារដាព្រមទាំងក្រុមការងារទាំងអស់នៃវិទ្យុអាស៊ីសេរីសូមអរគុណនិងសូមជម្រាបលាបាទសូមជម្រាបលាវិទ្យុអាស៊ីសេរីផ្សាយតាមរយៈរលកធាតុអាកាសខ្លីឬ shortwave តាមកម្រិតនិងកម្ពស់ដូចតទៅនេះ
ពេលព្រឹកចាប់ពីម៉ោង 5 កន្លះដល់ម៉ោង 6 កន្លះម៉ោងនៅកម្ពុជាលោកអ្នកនាងអាចស្ដាប់វិទ្យុអាស៊ីសេរីតាមរយៈរលកធាតុអាកាសខ្លី 12140 kHz ស្មើនឹងកម្ពស់ 25m ពេលយប់ចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះតាមរយៈរលកធាតុអាកាសខ្លី 13740 kHz ស្មើនឹងកម្ពស់ 22m លោកអ្នកនាងក៏អាចស្ដាប់ការផ្សាយផ្ទាល់របស់វិទ្យុអាស៊ីសេរីតាមប្រព័ន្ធអ៊ីនធឺណិតដោយចូលទៅកាន់គេហទំព័រ www.rfa.org/ ខ្មែរក្រៅពីនេះលោកអ្នកនាងក៏អាចអាននិងទស្សនាព័ត៌មានវិទ្យុអាស៊ីសេរីលើទូរស័ព្ទដៃរបស់លោកអ្នកផ្ទាល់សូមលោកអ្នកនាងចូលទៅកាន់បណ្ដាញសង្គម Facebook ដែលមានអាសយដ្ឋាន facebook.com/rfa cambodia និង youtube.com/khmervideo សូមលោកអ្នកនាងចុច like និង Subscribe សេដ្ឋកិច្ចនិងសង្គមព្រមទាំងវិស័យអប់រំក៏ជាការបារម្ភទស្សនៈខ្ញុំគឺមានមោទនភាពណាស់ចំពោះអ្វីដែលសហគមន៍អន្តរជាតិបានធ្វើកាលពី25ឆ្នាំមុនដូច្នេះជាការទទួលខុសត្រូវរបស់កម្ពុជាហើយដែលត្រូវប្រើប្រាស់ឲ្យបានត្រឹមត្រូវបំផុតនៅអ្វីដែលបានសម្រេចព្រមព្រៀងគ្នាកាលពី25ឆ្នាំមុនទាក់ទងបញ្ហានេះដែរប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិលោកកឹមសុខាសរសេរតាម Facebook របស់លោកនៅថ្ងៃទី$20ថាកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមនៃចំនួនកម្ពុជាដែលយើងហៅថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស$23 1991នេះនៅតែមានតម្លៃជានិច្ចលោកបញ្ជាក់បន្ថែមថាកិច្ចព្រមព្រៀងនេះហើយដែលមានធានាអំពីអធិបតេយ្យភាពឯករាជ្យភាពបូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាពឯកភាពជាតិកម្ពុជានិងការធានាការបោះឆ្នោតដោយសេរីនិងយុត្តិធម៌កិច្ចព្រមព្រៀងនេះជាមរតកដ៏មហាសាលដែលអ្នកស្នេហាជាតិកម្ពុជាគ្រប់ភាគីបានពលីបូជាជីវិតកម្លាំងកាយកម្លាំងចិត្តនិងដើម្បីឯករាជ្យភាពនិងឯកភាពជាតិកម្ពុជាដែលមានការចូលរួមគាំទ្រពីអន្តរជាតិទោះជាបែបនេះក្តីភាគីរាជរដ្ឋាភិបាលតែងលើកឡើងអំពីភាពបរាជ័យរបស់អ៊ុនតាក់ក្នុងការអនុវត្តគោលការណ៍កិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយតែងតែលើកឡើងអំពីវីរភាពរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលនាំឲ្យមានឯកភាពជាតិនេះតាមរយៈការអនុវត្តយុទ្ធសាស្ត្រឈ្នះឈ្នះខ្ញុំបាទលេងម៉ាលីអាស៊ីសេរីពីរាជធានីភ្នំពេញលោកអ្នកនាងជាទីមេត្រីក្រុមអ្នកការពារសិទ្ធិមនុស្សអន្តរជាតិ Frontline Defenders ថ្កោលទោសចំពោះការប្រាក់អំពើហិង្សារបស់ក្រុមសន្តិសុខសាលាខណ្ឌដូនពេញទៅលើសកម្មជនដីធ្លីតំបន់បង្កក់លោកច័ន្ទពុទ្ធិស័ក្តិនិងលោកអំសម្បត្តិនៃអង្គការលីកាដូគណៈចូលរួមពិនិត្យសកម្មភាពប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកកាលពីថ្ងៃទី10ខែតុលានៅរាជធានីភ្នំពេញសេចក្តីថ្លែងការណ៍របស់ក្រុមអ្នកការពារសិទ្ធិមនុស្សអន្តរជាតិកាលពីថ្ងៃទី20ខែតុលាក៏បានទទូចសុំឲ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតឲ្យបានហ្មត់ចត់ដើម្បីរកជនល្មើសមកផ្ដន្ទាទោសតាមផ្លូវច្បាប់និងធានាសន្តិសុខផ្នែកផ្លូវកាយនិងផ្លូវចិត្តដល់អ្នកទាំងពីរព្រមទាំងចាត់វិធានការគ្រប់បែបយ៉ាងដើម្បីការពារនិងធានាសុវត្ថិភាពដល់ក្រុមសកម្មជនសិទ្ធិមនុស្សដើម្បីអាចបន្តការងាររបស់ពួកគេបានដោយសេរីនិងដោយពុំមានការភ័យខ្លាចលោកអ្នកនាងជាទីមេត្រីក្នុងពេលជួបជាមួយអ្នកកាសែតនៅប្រលានយន្តហោះអន្តរជាតិភ្នំពេញលោកហ៊ុនម៉ាណែតដែលជាកូនប្រុសច្បងរបស់លោកហ៊ុនសែនបានរិះគន់ការធ្វើបាតកម្មរបស់ខ្មែរនៅអូស្ត្រាលីដែលប្រឆាំងនឹងលោកក្រុមអ្នកវិភាគនយោបាយប្រៀបប្រដូចប្រតិកម្មរបស់លោកហ៊ុនម៉ាណែតនៅពេលនេះថាមានកាយវិការនិងពាក្យសម្ដីមិនខុសពីឪពុករបស់លោកឡើយសូមស្ដាប់សេចក្តីរាយការណ៍របស់លោកមុំមនីរតន៍ក្រុមអ្នកខ្លាំមើលនយោបាយយល់ឃើញថាអាកប្បកិរិយារបស់អ្នកនយោបាយឬតួអង្គបុគ្គលដែលនឹងក្លាយជាមេដឹកនាំប្រទេសគឺជារឿងដែលចាំបាច់និងសំខាន់បំផុតនៅក្នុងប្រទេសដែលប្រកាន់គោលការណ៍ប្រជាធិបតេយ្យព្រោះបញ្ហានេះគឺទាក់ទងនឹងការសម្រេចចិត្តផ្នែកនយោបាយដែលអាចមានផលវិជ្ជមានឬអវិជ្ជមានទាក់ទងប្រទេសជាតិការរិះគន់នេះបន្ទាប់ពីលោកហ៊ុនម៉ាណែតប្រតិកម្មកាលពីថ្ងៃទី19តុលាដោយប្រើប្រាស់កាយវិការទំនងជាលោកខឹងខ្លាំងចំពោះវត្តមានពលរដ្ឋធ្វើបាតកម្មប្រឆាំងរូបលោកនៅប្រទេសអូស្ត្រាលីលោកបណ្ឌិតមាសនេះអ្នកស្រាវជ្រាវការពិវត្តសង្គមយល់ឃើញថាអ្វីបើនៅពេលនេះលោកហ៊ុនម៉ាណែតពុំមែនជាអ្នកធ្វើសេចក្តីសម្រេចលើគោលនយោបាយជាតិប៉ុន្តែលោកក៏ជាបុគ្គលម្នាក់ដែលអាចនឹងក្លាយជាមេដឹកនាំប្រទេសនៅពេលខាងមុខដូច្នេះប្រសិនបើការប្រើប្រាស់កាយវិការដែលមើលទៅបង្កប់នៃហិង្សាមានន័យថានេះក៏ស្ថិតក្នុងជំរឿសរបស់អ្នកគាំទ្រដែរក្នុងការសម្រេចចិត្តជាអ្នកទទួលបន្ទុកនាវាកម្ពុជាខ្ញុំបានស្ដាប់ឮពីការសន្ទនាគ្នានៅតាមទីសាធារណៈរបស់មហាជនអីគឺជាហាក់ដូចជាមានការលើកឡើងឬតិចទៀនច្រើនទៅលើចរិតរបស់អ្នកដឹកនាំមួយចំនួនដែលបង្ហាញនៅការកង្វះនៅសិលធម៌ហើយនឹងភាពសមរម្យជាអ្នកដឹកនាំ
បាទព្រោះអីគេមានជំនឿថាអត្តចរិតរបស់អ្នកដឹកនាំគឺមានសារៈសំខាន់ណាស់សម្រាប់ជាគំរូដល់អ្នកដឹកនាំជំនាន់ក្រោយក្នុងពេលផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញលោកហ៊ុនម៉ាណែតដែលប្រតិកម្មនឹងការធ្វើបាតុកម្មប្រឆាំងរូបលោកក្រៅពីមានទឹកមុខមាំលាយឡំដោយសម្ដីមានកំហឹងផងនោះកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីនេះថែមទាំងបានប្រើប្រាស់អេរិយាបថដែលអ្នកវិភាគប្រដូចទៅនឹងឪពុករបស់លោកដែរកុំភ្លេចគណៈបព្វជិជនក៏មានកម្លាំងធ្វើដែរប៉ុន្តែយើងមិនធ្វើឯកឧត្តមញយចម្រើនទៅគ្រប់កន្លែងគ្មានពីណាគណៈបព្វជិជនណាប្រមូលគ្នាធ្វើទៅស្រែកបដាលើកបដាទេនៅភ្នំពេញនៅស្រុកខ្មែរក៏យើងមិនទាន់មានពីណាឥឡូវចុះទៅគ្រប់កន្លែងមានពីណាធ្វើចំពោះលោកហ៊ុនសែនវិញនៅពេលមានប្រតិកម្មទៅនឹងអ្វីមួយក្រៅពីលោកគម្រាមថាប្រទេសអាចមានសង្គ្រាមឬប្រើប្រាស់ប្រព័ន្ធតុលាការចាប់ចោលហើយលោកថែមទាំងបានប្រើចង្អុលដៃឆ្កាចោះឆ្កាឡើងរាល់ពេលមានវេទិកានយោបាយសាធារណៈទៀតផងជាប្រធានអង្គការសភាយុវជនខ្មែរនិងជាអ្នកវិភាគនយោបាយលោកលងកឹមខូនយល់ឃើញថាការប្រើប្រាស់កាយវិការជារឿងចាំបាច់ណាស់សម្រាប់អ្នកនយោបាយលោកបន្ថែមថាអេរិយាបថនេះហើយគឺជាការឆ្លុះបញ្ចាំងពីចិត្តគំនិតខាងក្នុងម្យ៉ាងវិញទៀតបើមេដឹកនាំមួយដែលពោពេញដោយហិង្សានោះមានន័យថាអាចនឹងធ្វើសេចក្តីសម្រេចចិត្តមួយដែលនាំឲ្យប៉ះពាល់ទៅដល់សង្គមយើងក៏សង្កេតឃើញដែរបើយើងជជែកអំពីវិទ្យាសាស្ត្រនយោបាយវិញអ្នកនយោបាយហើយមេដឹកនាំនយោបាយមួយនៅពេលដែលគាត់ឡើងគ្រប់គ្រងដឹកនាំស្ថាប័នឬក៏ប្រទេសហ្នឹងគឺគាត់ដឹកនាំទៅតាមអត្តចរិតលក្ខណៈនយោបាយរបស់គាត់នឹងទៅដែរដូច្នេះវាមានឥទ្ធិពលឬក៏វាជះឥទ្ធិពលទៅលើការដឹកនាំនិងការធ្វើការងារប្រចាំថ្ងៃបើទោះជាបែបណាគេសង្កេតឃើញថាអេរិយាបថឬការប្រើប្រាស់កាយវិការដូចជាលើកដៃឆ្កាចោះឆ្កាឡើងរាល់ពេលថ្លែងសារនយោបាយជាសាធារណៈគឺពុំមែនតែកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនទេពលមានមេដឹកនាំបកនយោបាយដទៃទៀតក៏សង្កេតឃើញថាតែងប្រើប្រាស់កាយវិការបែបនេះដែរពាក់ព័ន្ធរឿងនេះលោកសុកអេសានមន្ត្រីនាំពាក្យគណៈបកប្រជាជនកម្ពុជាយល់ឃើញថាការរិះគន់នេះគឺមិនឆ្លុះបញ្ចាំងពីការពិតឡើយលោកបន្ថែមថាអេរិយាបថឬសិទ្ធិសម្ដែងមតិរបស់បុគ្គលម្នាក់គឺគេមិនអាចកំណត់ព្រំដែនបានទេហេតុនេះការបកស្រាយរបស់លោកហ៊ុនម៉ាណែតពុំមានអ្វីដែលខុសឆ្គងឬមិនសមរម្យនោះឡើយយល់ថាដូចជាមិនត្រូវទេគណៈវាយតម្លៃចិត្តគាត់និយាយមានហេតុផលរបស់គាត់ណាវាមិនដែលសមាជិកណាទៅធ្វើបាតកម្មដោយគ្មានការណែនាំពីគណៈបកគណៈកណ្ដាលទៅទេលោកហ៊ុនម៉ាណែតដែលនៅពេលនេះជាមេបញ្ជាការរងកងទ័ពជើងគោកនិងជានាយរងសេនាធិការចម្រុះនៃកងយុទ្ធពលខេមរៈភូមិន្ទត្រូវគេមើលឃើញថាអាចនឹងក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីមួយរូបក្នុងចំណោមបេក្ខជនដទៃទៀតរបស់បកកណ្ដាលអំណាចនៅពេលខាងមុខក្រុមអ្នកវិភាគនយោបាយយល់ឃើញថាប្រសិនបើដោយពាក្យចាស់ពូលថាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ទេមានន័យថាអេរិយាបថនៅពេលនេះរបស់លោកហ៊ុនម៉ាណែតអាចប៉ះពាល់ទៅដល់មុខនីតិនិងការគ្រប់គ្រងប្រសិនបើលោកក្លាយជាមេដឹកនាំរដ្ឋមែនខ្ញុំបមនីរតអាស៊ីសេរីភ្នំពេញលោកអ្នកនាងជាទីមេត្រីករណីឆបោកប្រាក់$1 លានដែលពាក់ព័ន្ធទៅនឹងមនុស្សមានមុខមាត់មួយចំនួនដូចជាលោកស៊ីវស៊ីចាន់និងលោកសានរីឈើជាដើមនោះឥឡូវនេះឈានដល់ដំណាក់កាលចុងក្រោយហើយតុលាការកម្ពុជាបានកាត់ទោសអ្នកទាំងពីរនិងជនបរទេស2អ្នកផ្សេងទៀតឲ្យជាប់ពន្ធនាគារនិងបង្គាប់ឲ្យសងប្រាក់$1 លានដល់ភាគីដើមបណ្ដឹងលោកមួងណារ៉េតរាយការណ៍អំពីរឿងនេះពីរដ្ឋធានី Washingtonទោះបីអ្នកស្រីអេងលីកុងដែលជាម្ចាស់ clinic ព្យាបាលធ្មេញ Master Care ពេញចិត្តនឹងសាទរសេចក្តីសម្រេចរបស់តុលាការកម្ពុជាដែលកាត់ក្តីឲ្យអ្នកស្រីឈ្នះក្តីយ៉ាងណាក៏ដោយក៏អ្នកស្រីនៅមិនទាន់ដឹងច្បាស់ថាតើយុត្តិធម៌នេះនឹងប្រគល់ជូនអ្នកស្រីពេញលេញដោយរបៀបណានៅឡើយទេអ្នកស្រីបានដាក់ពាក្យបណ្ដឹងស្រដៀងគ្នានេះនៅតុលាការសហរដ្ឋអាមេរិកដើម្បីផ្ដល់យុត្តិធម៌ដល់អ្នកស្រីថែមទៀតដោយសារតែពិរុទ្ធជនទាំងនោះរស់នៅសហរដ្ឋអាមេរិកមិនទាន់ឧស្សាហ៍ពួកគេនឹងត្រូវបំផ្លាញទើបនាំគ្នាទៅសាលាក្រុងដើម្បីសុំឲ្យសមត្ថកិច្ចនៅទីនោះជួយដោះស្រាយបញ្ហាឲ្យពួកគាត់ពួកខ្ញុំទៅមើលមិនទាន់មកពាក្យកណ្ដាលកន្លែងព្រៃខ្មោចដល់ធំមិញអស់ហើយគេកាប់ពួកខ្ញុំទាមទារសុំយកដីនឹងវិញហើយនឹងថែរក្សាព្រៃខ្មោចនឹងរបាយការណ៍អង្គការរបស់មន្ត្រីសមាគមអាត់ហុកខេត្តមណ្ឌលគិរីឲ្យដឹងថាឈ្មោះភ្លីជ្រីលបានព្រមព្រៀងលក់ដីតំបន់កប់សពនេះឲ្យភរិយាអតីតប្រធានតុលាការខេត្តមណ្ឌលគិរីគឺលោកលូស៊ូសម្បត្តិ
ច្រើនឆ្នាំមកហើយប៉ុន្តែការលូដូរដីនេះត្រូវគេបិទបាំងទើបប្រជាពលរដ្ឋមិនបានតវ៉ារហូតបច្ចុប្បន្នគ្រាដែលដីតំបន់នោះត្រូវបានអាជ្ញាធរប្រកាសចុះបញ្ជីកម្មសិទ្ធិជាប្រព័ន្ធទើបបែកធ្លាយថាដីតំបន់កប់សពរបស់អ្នកភូមិនេះមន្ត្រីមន្ទីរការិយាល័យសូរិយោដីក្រុងកំពុងរៀបចំចុះបញ្ជីជាកម្មសិទ្ធិឲ្យទៅភរិយាមន្ត្រីមានអំណាចគឺអ្នកស្រីមុំតែទិនករណីនេះអភិបាលក្រុងសែនមនោរម្យលោកឡុងវិបុលទទួលស្គាល់ថាមន្ត្រីសាលាក្រុងបានចុះពិនិត្យទីតាំងទំនល់នោះហើយនិងបានណែនាំឲ្យប្រជាពលរដ្ឋអ្នកតវ៉ាដាក់ពាក្យប្តឹងមកសាលាក្រុងដើម្បីសម្របសម្រួលបញ្ហានេះលោកថានឹងក៏ហៅភាគីពាក់ព័ន្ធទាំងអស់ជួបដោះស្រាយបញ្ហានេះមុនអនុវត្តវិធានការច្បាប់ចា៎បើខ្ញុំបញ្ជូនលោកអភិបាលក្រុងរងរបស់ខ្ញុំដើម្បីចុះទៅសម្របសម្រួលគាត់សកម្មភាពទាំងអស់នេះរងចាំជជែកគ្នាសិនតែមិនឲ្យបងប្អូនទាំងពីរនេះអាចទទួលយកបានរៀងខ្លួនចំណែកមន្ត្រីសម្របសម្រួលសមាគមអាត60ខេត្តមណ្ឌលគិរីលោកសុករដ្ឋាចាត់ទុកការលក់ដូរដីកប់សពសហគមន៍គឺជាអំពើខុសច្បាប់លោកស្នើសុំឲ្យសមាជិកសាលាក្រុងដោះស្រាយបញ្ហានេះដោយតម្លាភាពជូនប្រជាពលរដ្ឋមិនត្រូវឲ្យមានការទិញលក់អីតាមធ្វើចិត្តឲ្យយកមកធ្វើជាផលប្រយោជន៍បកគោលទេមិនត្រូវមានការទំនោរទៅភាគីអ្នកដែលមានអំណាចអ្នកដែលមានលុយទេត្រូវទោះបីយ៉ាងណាក៏ដោយតំណាងប្រជាពលរដ្ឋ22គ្រួសារនៅរសៀលថ្ងៃទី20ខែតុលាបានធ្វើពាក្យប្តឹងករណីលក់ដីកប់សពសហគមន៍នេះទៅការិយាល័យទទួលពាក្យប្តឹងរបស់សាលាក្រុងសែនមនោរម្យរួចហើយខ្ញុំរដ្ឋាវិសាលអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរីពលរដ្ឋរស់នៅឃុំថ្មអណ្ដើកស្រុកចិត្តបុរីខេត្តក្រចេះបង្ខំចិត្តប្រថុយគ្រោះថ្នាក់ឆ្លងស្ពានយោលមួយកន្លែងនៅមូលដ្ឋានរបស់ពួកគេដោយសារតែពុំមានជំរឿសអ្នកភូមិថាប្រសិនបើអាជ្ញាធរនៅតែពន្យាពេលជួសជុលឬក៏សាងស្ពាននេះទៀតនោះនឹងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរជាពិសេសសិស្សានុសិស្សមិនខានលោកម៉ែនសុធីរាយការណ៍ព័ត៌មាននេះពលរដ្ឋរស់នៅឃុំថ្មអណ្ដាលស្រុកចិត្តបុរីនៅថ្ងៃទី20តុលាអំពីវនីឲ្យអាជ្ញាធររដ្ឋាភិបាលពន្លឿនជួសជុលឬក៏សាងស្ពានមួយកន្លែងឈ្មោះស្ពានព្រែកទេដែលមានសភាពទ្រុឌទ្រោមខ្លាំងដើម្បីសម្រួលជីវភាពរស់នៅរបស់ពួកគេពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើនទៀតគឺលោករំយ៉ាបចាត់ទុកស្ពានមួយខ្សែនេះជាសរសៃឈាមសេដ្ឋកិច្ចអ្នកភូមិរាប់ពាន់គ្រួសារនៅតំបន់នោះច្រើនឆ្នាំកន្លងមកក៏ប៉ុន្តែអ្នកភូមិព្រួយបារម្ភពីសុវត្ថិភាពខណៈដែលស្ថានភាពស្ពាននេះទ្រុឌទ្រោមខ្លាំងលោកបន្តថាអ្នកភូមិមួយចំនួនបានដឹកកសិផលនិងឈើប្រណិតតាមម៉ូតូលើទម្ងន់ឆ្លងស្ពានក៏ជាផ្នែកមួយបណ្ដាលឲ្យស្ពាននេះរងការខូចខាតដែរយើងការធ្វើដំណើរទៅវារលាស់ខ្លាំងហើយដល់ពេលយើងអាចបញ្ចេញជាលទ្ធផលយើងចេញទៅវាលំបាកខ្លាំងហើយនិយាយរួមទៅគឺលំបាកប្រជាពលរដ្ឋធ្វើដំណើរហ្មងបងបងវាបន្ថយខ្លាំងវាប្រឈមនឹងបើការឆ្លងកាត់ទៅវាប្រឈមនឹងឧបសគ្គដូចជាទី1ស្ពាននឹងអាចនឹងដាច់ហើយទី2ហ្នឹងយើងឆ្លងកាត់ទៅគឺស្ពាននឹងទ្រុឌទ្រោមខ្លាំងវារលាស់ទៅការធ្វើដំណើររបស់យើងគឺលំបាកស្ពានព្រែកទេកសាងឡើងនៅឆ្នាំ2006ឧបត្ថម្ភដោយប្រជាជនស្វីសចំណាយទឹកប្រាក់សាងសង់$20,000ស្ពានយោលនេះមានទទឹងប្រហែល1ម៉ែត្របណ្ដោយ97ម៉ែត្រនិងជម្រៅជាង20ម៉ែត្រគិតត្រឹមផ្ទៃទឹកក្នុងខែវស្សាមេឃុំថ្មអណ្ដាកលោកអែមលេនទទួលស្គាល់ថាស្ពាននេះមានសភាពទ្រុឌទ្រោមក៏ប៉ុន្តែគម្រោងកសាងស្ពាននេះឡើងវិញត្រូវចំណាយថវិកាច្រើនហួសពីសមត្ថភាពធនធានរបស់អាជ្ញាធរឃុំហេតុនេះលោកបានរាយការណ៍បញ្ហានេះទៅថ្នាក់លើរួចហើយតែយ៉ាងណាលោកថាកន្លងមកអាជ្ញាធរឃុំបានរៃអង្គាសថវិកាពីពលរដ្ឋនៅមូលដ្ឋានជួសជុលបណ្ដាដែរលោកទទូចឲ្យរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលជួយពន្លឿនកសាងស្ពាននេះដើម្បីធានាសុវត្ថិភាពប្រជាជននិងសម្រាលជីវភាពរស់នៅអ្នកភូមិប្រជាជននៅទីនេះសំណូមពរច្រើនឲ្យបានស្ពានថ្មីចង់បានស្ពានបេតុងហើយខ្ញុំក៏បានសំណើទៅតាមរយៈកិច្ចការរដ្ឋបាលនឹងជំរាបជូនលោកអភិបាលខេត្តអបាលស្រុកឲ្យបានជ្រាបថាស្ពាននេះមានការទ្រុឌទ្រោមហើយក៏ចំណុចសំខាន់ឃុំពុំមានលទ្ធភាពធ្វើទេព្រោះនេះតរដ្ឋាភិបាលសូម្បីតែខេត្តហ្នឹងក៏គ្មានលទ្ធភាពធ្វើដែរវាធំប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពលោកយ៉ងគឹមអេងយល់ថាអាជ្ញាធររដ្ឋាភិបាលគួរតែចាត់វិធានការដោះស្រាយបញ្ហានេះជាបន្ទាន់ដើម្បីបញ្ជៀសគ្រោះថ្នាក់លោកបារម្ភថាប្រសិនបើអាជ្ញាធរនៅតែពន្យាពេលមិនដោះស្រាយបញ្ហានេះទេមានន័យថាអាជ្ញាធររដ្ឋាភិបាលមិនបានប្រើប្រាស់វិធានការបង្ការឲ្យអស់លទ្ធភាពក្នុងការការពារសុវត្ថិភាពពលរដ្ឋខ្ញុំមិនគិតថាអាជ្ញាធរនៅមូលដ្ឋានអត់ថវិកាសោះក្នុងការ
គាត់តែជួសជុលឲ្យវាមានលំនឹងរងចាំដល់ការថានៅទ្រង់ទ្រាយធំណាបាទអញ្ចឹងយើងថាគាត់គួរតែប្រើប្រាស់ថវិការបស់ខេត្តថវិការបស់ស្រុកដែលមានសម្រាប់ការសាងសង់ព្រោះខេត្តអីក៏មានថវិកាសម្រាប់ការសាងសង់សម្រាប់ការជួសជុលណាកាលពីឆ្នាំ2015កុមារម្នាក់បានរអិលធ្លាក់ពីលើស្ពាននោះនៅគ្រាដែលគេត្រឡប់ពីសាលារៀនឆ្លងកាត់ស្ពាននេះឃុំថ្មអណ្ដាលស្រុកចតុបរីខេត្តក្រចេះស្ថិតនៅទិសខាងត្បូងនៃទីរួមខេត្តក្រចេះឆ្ងាយពីទីរួមខេត្តជាង40គីឡូម៉ែត្រពលរដ្ឋរស់នៅទីនោះមានចំនួនជាង 1000 គ្រួសារស្មើនឹងពលរដ្ឋជាង 5000 នាក់ខ្ញុំម៉ែនសុធីអាស៊ីសេរីពីខេត្តក្រចេះលោកនាងទើបបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីផ្សាយចេញពីរដ្ឋធានី Washington សហរដ្ឋអាមេរិកសូមលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ពុស្ដាផ្សេងៗនៃកម្មវិធីផ្សាយរបស់យើងនាពេលបន្តិចទៅនេះបាទលោកអ្នកនាងនិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍ផ្ដោតអំពីគណៈកម្មការសិទ្ធិមនុស្សរដ្ឋសភានឹងដាក់លិខិតកោះហៅរដ្ឋមន្ត្រីក្រសួងយុតិធម៌និងក្រសួងមហាផ្ទៃករណីឃាតកម្មលើលោកបណ្ឌិតកែមលីសហគមន៍ការពារព្រៃឈើសង់រុក្ខវ័ននៅខេត្តបន្ទាយមានជ័យព្រួយបារម្ភពីគ្រោះថ្នាក់ដោយសារគ្រាប់មីនបន្ទាប់ពីប្រទះឃើញគ្រាប់មិនទាន់ផ្ទុះនិងមីននៅក្រោមដីកាន់តែច្រើនឡើងនៅចុងក្រោយកម្មវិធីលោកអ្នកនាងនឹងបានស្ដាប់ព័ត៌មានបញ្ចប់សូមអញ្ជើញលោកអ្នកនាងស្ដាប់ការផ្សាយរបស់យើងខ្ញុំជាបន្តទៀតដោយមេត្រីសេចក្តីរាយការណ៍ពិស្ដាបាទលោកនាងជាទីមេត្រីអស់រយៈពេលជាង3ខែមកហើយយុត្តិធម៌និងឃាតករពិតឬអ្នកនៅពីក្រោយខ្នងការបាញ់សម្លាប់លោកបណ្ឌិតកែមលីអាជ្ញាធរមិនទាន់រកឃើញនៅឡើយទេក្រុមអ្នកការពារសិទ្ធិមនុស្សព្រួយបារម្ភថាករណីបណ្ឌិតកែមលីអាចមានវាសនាដោយករណីលោកជាវិជាមេដឹកនាំសហជីពដែរដោយសារឃាតករពិតប្រាកដនិងអ្នកនៅពីក្រោយខ្នងមិនទាន់ត្រូវបាននាំមកផ្ដន្ទាទោសនៅឡើយទេគណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភាបដិញ្ញាថានឹងរកយុត្តិធម៌ជូនលោកបណ្ឌិតកែមលីដើម្បីបំបត្តិអំពើនីតិរដ្ឋភាពនៅកម្ពុជាលោកទីនសាករាយាមានសេចក្តីរាយការណ៍ក្រោយពីរៀបចំពិធីបុណ្យគម្រប់ខួប100ថ្ងៃសពបណ្ឌិតកែមលីរួចរាល់ហើយអ្វីដែលក្រុមគ្រួសារលោកសាធារណជនទាមទារនិងទន្ទឹងរង់ចាំចង់ដឹងនោះថាតើអ្នកណាជាឃាតករពិតហើយយុត្តិធម៌នឹងមានដែរឬទេមកទល់ពេលនេះប្រជាពលរដ្ឋហាក់បីដូចជាអស់សង្ឃឹមនឹងការស្វែងរកពន្លឺនៃការពិតការស្វែងរកយុត្តិធម៌ដោយសារតែករណីជាច្រើននៅកម្ពុជាដែលគេចាត់ទុកថាជាឃាតកម្មនយោបាយនោះតុលាការនិងសមត្ថកិច្ចរបស់រដ្ឋាភិបាលមិនរកឃើញឃាតករពិតនិងអ្នកពាក់ព័ន្ធនោះឡើយទោះបីជាបែបនេះក្តីប្រធានគណៈកម្មការទី1នៃរដ្ឋសភាគឺគណៈកម្មការសិទ្ធិមនុស្ស You're listening to Radio Free Asia. The following program is in Khmer. Nǐ chi càm vi thi psai Vuthu Azizi Serai. Nǐ chi càm vi thi psaiរបស់ Vuthu Azizi Serai ជាភាសាខ្មែរ Vuthu Azizi Serai សូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកខ្ញុំបាទហេងសកលសូមជម្រាបសួរលោកអ្នកនាងអ្នកស្ដាប់វិទ្យុអាស៊ីសេរីជាទីមេត្រីខ្ញុំបាទតាំងសារដាក៏សូមជម្រាបសួរលោកអ្នកនាងអ្នកស្ដាប់ទាំងអស់ជាទីគោរពរាប់អានយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃសុក្រ5រោចខែអាសត់ឆ្នាំវកអត្តស័កពុទ្ធសករាជ2560ត្រូវនៅថ្ងៃទី21ខែតុលាគ្រិស្តសករាជ2016ជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្នុងរយៈពេល25ឆ្នាំមានជោគជ័យផងនិងបរាជ័យផងក្រុមអ្នកការពារសិទ្ធិមនុស្សអន្តរជាតិ Frontline Defender កោតទោសការប្រាអំពើហិង្សាវិប្រហារមន្ត្រីសិទ្ធិមនុស្សនិងសកម្មជនដីធ្លីពីសំណាក់អាជ្ញាធររដ្ឋាភិបាលភ្នំពេញអ្នកវិភាគនយោបាយថាអេរយាប័តរបស់លោកហ៊ុនម៉ាណែតដោយឪពុករបស់លោកប្រដេជគុណបុត្របន្ទិញបណ្ឌបាតឲ្យគណៈបកធំទាំងពីរត្រូវរើគ្នាដើម្បីដោះស្រាយបញ្ហាជាតិរួមនឹងព័ត៌មានសំខាន់មួយចំនួនទៀតជា
ជាបន្តទៅទៀតនេះខ្ញុំបាទតាំងសារ៉ាដាសូមជូនព័ត៌មានពិស្ដាលោកនាងជាទីមេត្រីស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមនិងជាគណៈកម្មការបុណ្យសពលោកបណ្ឌិតកែមលីប្រដេជគុណបុត្របន្ទិញនឹងធ្វើជាអាជ្ញាកណ្ដាលបណ្ឌបាតឲ្យមេដឹកនាំបកទាំងពីរត្រូវរើគ្នាវិញដើម្បីដោះស្រាយបញ្ហាប្រទេសជាតិទោះបីជាយ៉ាងណាក៏ដោយព្រះអង្គមានសង្កេតការណ៍ថាសភាពការបច្ចុប្បន្ននេះមិនទាន់មានអំណោយផលដែលអាចឲ្យព្រះអង្គអាចចូលរួមការដោះស្រាយបញ្ហានយោបាយបាននៅឡើយទេដោយសារព្រះអង្គចង់ឲ្យអ្នកនយោបាយដោះស្រាយដោយខ្លួនឯងជាមុនប៉ុន្តែឱកាសល្អណាមួយនឹងមកដល់អាត្មាមើលឃើញរឿងច្រើនដែរប៉ុន្តែដោយសារអ្នកនយោបាយចង់ខ្លួនឯងស្រាយខ្លួនឯងទៅអាត្មាមិនទៅចូលរួមស្រាយទេបើអាត្មាទៅមកទៀតក៏បន្ថែមបានពោពេលវេលាមួយនឹងហៅអាត្មាពេលវេលានឹងជំរុញឲ្យអាត្មាចូលរួមមកធ្វើជាអ្នកជួយបិណ្ឌបាតអាត្មាមិនហ៊ានធានាថាអ្នកដែលអាចចរចាអីបានជាមួយអ្នកនយោបាយខ្មែរទេតែអាត្មាធ្វើខ្លួនជាអ្នកបិណ្ឌបាតអ្នកនយោបាយខ្មែរឲ្យរក្សាសន្តិភាពជូនជាតិកាលពីថ្ងៃទី8ខែតុលាគណៈបកប្រឆាំងបានថ្វាយលិខិតមួយច្បាប់ទៅព្រះមហាក្សត្រដើម្បីស្នើសុំព្រះអង្គលើកលែងទោសដល់ថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិសកម្មជនសិទ្ធិមនុស្សដីធ្លីបរិស្ថានជាដើមក៏ប៉ុន្តែសំណើនេះត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបដិសេធភ្លាមៗដោយបញ្ជាក់ថាករណីលោកសំរងស៊ីនិងលោកកឹមសុខាគឺជារឿងអនុវត្តច្បាប់សុទ្ធសាធនិងជាកិច្ចការរបស់តុលាការទោះជាយ៉ាងនេះក្តីក្រុមអ្នកវិភាគនយោបាយលើកឡើងថាគណៈបកកណ្ដាលអំណាចនិងបកប្រឆាំងត្រូវតែបង្កើតទំនុកចិត្តគ្នាទៅវិញទៅមកដើម្បីឈានទៅដល់ការបង្រួបបង្រួមជាតិលោកនាងជាទីមេត្រីនៅក្នុងពិធីរំលឹកខួបលើកទី25នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅឆ្នាំ2016ក្រុងប្រធានបទកិច្ចព្រមព្រៀងទីក្រុងប៉ារីសនិងសន្តិភាពនៅកម្ពុជាដែលរៀបចំដោយរដ្ឋាភិបាលនិងស្ថានទូតបារាំងត្រូវគេមើលឃើញថាសន្ធិសញ្ញាអន្តរជាតិនេះមានការអនុវត្តបានជោគជ័យផងនិងបរាជ័យផងលោកលេងម៉ាលីរាយការណ៍នៅក្នុងពិធីរំលឹកខួបលើកទី25នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស23តុលាឆ្នាំ1991មកដល់ឆ្នាំ2016ដែលប្រារព្ធធ្វើនៅក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី20តុលាតួអង្គពាក់ព័ន្ធមួយចំនួនបានឆ្លុះបញ្ចាំងចម្រុះគ្នាថាខ្លឹមសារគោលការណ៍ក្នុងកិច្ចព្រមព្រៀងនេះមិនត្រូវបានអនុវត្តបានពេញលេញទេទីប្រឹក្សាការទូតរបស់រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិលោករ៉ាអ៊ូលម៉ាក់សេណាថ្លែងថាខ្លឹមសារនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសមាន5ចំណុចសំខាន់ប៉ុន្តែមាន3ចំណុចបានបរាជ័យគឺទី1ដំណើរការសន្តិភាពទី2ការស្ដារនិងការកសាងកម្ពុជាឡើងវិញលោកថាការស្ដារប្រទេសឡើងវិញបានត្រឹមតែ 10% ប៉ុណ្ណោះទេនៅពេលដែលអាជ្ញាធរអ៊ុនតាក់ដកចេញពីកម្ពុជាទី3គឺការការពារបូរណភាពទឹកដីលោកថារបាយការណ៍របស់អង្គភាពអ៊ុនតាក់នៅតាមបន្ទាត់ព្រំដែនថៃឡាវនិងវៀតណាមបង្ហាញថាថៃបានរំកិលបង្គោលព្រំដែនប៉ុន្តែអ៊ុនតាក់មិនបានការពារបូរណភាពទឹកដីនោះទេThe UNTAC created a strange concept non-accessible zone អ៊ុនតាក់បានបង្កើតគំនិតចម្លែកមួយដោយលើកឡើងថាជាតំបន់ដែលមិនអាចចូលទៅបានដូច្នេះមានន័យថាមិនមានឯកភាពជាតិទេនៅក្នុងប្រទេសមួយនេះផ្ទុយពីនេះចំពោះការបើកចំហសង្គមវិញយើងបានជឿជាក់ទៅលើគោលដៅមួយចំនួនដែលបានធ្វើឲ្យមានគណៈបកនយោបាយចំនួន24មានកាសែតជាង30មានអង្គការសិទ្ធិមនុស្សក្នុងស្រុកចំនួន4នោះគឺជាភាពជោគជ័យការធ្វើមាតុភូមិនិវត្តជនភៀសខ្លួននិងជនភៀសសត្វជាង37,000 នាក់ពីព្រំដែនថៃមកកាន់កម្ពុជាវិញនោះគឺជាភាពជោគជ័យពិតប្រាកដមួយលោកបន្តទៀតថាទោះបីជាការធ្វើសមាហរណកម្មបរាជ័យក៏ដោយក៏ចុងក្រោយការរៀបចំការបោះឆ្នោតក៏បានទទួលភាពជោគជ័យដែរបើទោះជាពលរដ្ឋ1/3មិនបានចូលរួមក្នុងដំណើរការបោះឆ្នោតនោះហើយស្ថានីយបោះឆ្នោតមួយចំនួនរងការគំរាមបំផ្លាញចោលដោយពួកខ្មែរក្រហមក៏ដោយភាគីរាជរដ្ឋាភិបាលតែងលើកឡើងអំពីភាពបរាជ័យរបស់អ៊ុនតាក់នេះក្នុងការអនុវត្តគោលការណ៍នៃកិច្ចព្រមព្រៀងក្រុងប៉ារីសកាលពីថ្ងៃទី17តុលាស្ថាប័នអង្គការសង្គមស៊ីវិលជាង50បានធ្វើសេចក្តីប្រកាសរួមមួយដោយថារាជរដ្ឋាភិបាលមិនទាន់អនុវត្តគោលការណ៍នៃសន្ធិសញ្ញាសន្តិភាពមួយនេះបានគ្រប់ជ្រុងជ្រោយនោះទេស្ថាប័នទាំងនេះលើកហេតុផលថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានឹងមិនរីកចម្រើនឡើយបើស្ថានភាពនៅតែបន្តដូចបច្ចុប្បន្ននេះស្ថាប័នទាំងនេះស្នើសុំរដ្ឋាភិបាលឲ្យកែលម្អចំណុចមួយចំនួនដូចជាការធ្វើវិសោធនកម្មច្បាប់អង្គការសង្គមស៊ីវិលនិងច្បាប់សហជីពឲ្យស្របតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិការឈប់ធ្វើទុកបុកម្នេញមន្ត្រីសិទ្ធិមនុស្សការធានាឲ្យមានប្រព័ន្ធតុលាការនិងកងកម្លាំងប្រដាប់អាវុធមានឯករាជ្យភាពជាដើមឆ្លើយតបនឹងការចង់ឲ្យប្រទេសចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសឲ្យដាក់សម្ពាធជំរុញរដ្ឋាភិបាលកម្ពុជាឲ្យអនុវត្តបំពេញតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះត្រូវបានលោករ៉ាអ៊ូលម៉ាក់សេណាថ្លែងថាកិច្ចព្រមព្រៀងនេះមិនមានប្រសិទ្ធភាពទៀតទេ
ការថ្លែងរបស់លោកគឺយោងទៅប្រសាសន៍របស់តួអង្គអ្នកចរចាដ៏សំខាន់មួយរូបគឺលោក Jean David Levitt ដែលថាមិនមានទិដ្ឋភាពច្បាប់ណាមួយអាចធ្វើដូច្នេះបានទេបន្ទាប់ពីកម្ពុជាមានរដ្ឋធម្មនុញ្ញឆ្នាំ1993មក Now within the framework of the Cambodian constitution ឥឡូវនេះកិច្ចពិភាក្សានយោបាយត្រូវតែធ្វើឡើងនៅក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញកម្ពុជាមិនមែនធ្វើឡើងនៅក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេដោយខ្ញុំនិយាយអញ្ចឹងថាកិច្ចព្រមព្រៀងនេះគឺចប់ហើយគ្មានទិដ្ឋភាពច្បាប់ណាមួយដែលប្រទេសហត្ថលេខីដាក់សម្ពាធអីនៅលើអាជ្ញាធរកម្ពុជាបានទេលោកបញ្ជាក់បន្ថែមថាការដាក់សម្ពាធគឺជាការជ្រៀតជ្រែកអធិបតេយ្យកម្ពុជាខុសនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឯអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោក Jean-Claude Pombeuf ថ្លែងថាខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសពេលនេះគឺជាការបង្ហាញអំពីកិច្ចប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធក្នុងការនាំសន្តិភាពដល់កម្ពុជាលោកថាអ៊ុនតាក់បានអនុវត្តកិច្ចព្រមព្រៀងនេះដោយនាំឲ្យកម្ពុជាមានការបោះឆ្នោតមានរដ្ឋធម្មនុញ្ញដែលនាំឲ្យកម្ពុជាក្លាយជារដ្ឋអធិបតេយ្យសម្រាប់កិច្ចការដោយខ្លួនឯង My view is that the international community played its role to help Cambodia 25 years ago. ទស្សនៈខ្ញុំគឺសហគមន៍អន្តរជាតិបានដើរតួនាទីជួយកម្ពុជាកាលពី25ឆ្នាំមុនដើម្បីឲ្យមានសន្តិភាពនិងការអភិវឌ្ឍហើយបន្ទាប់មកពលរដ្ឋកម្ពុជាជាអ្នកទទួលខុសត្រូវរកផ្លូវល្អបំផុតដោយខ្លួនឯងដើម្បីអភិវឌ្ឍប្រទេសទាំងនយោបាយ ចំណែកចូលបោកខ្ញុំទាំងអស់ហ្នឹងគាត់មានសេចក្ដី2ចាគាត់ជាមាន2នាក់មានសេចក្ដី2ខ្មែរអាមេរិកកាំងហើយមាន2នាក់ទៀតជាជនជាតិអាមេរិកកាំងអញ្ចឹងខ្ញុំមិនដឹងថាតើទីណាដែលខាងតុលាការនឹងអាចអនុវត្តសន្តិការដែលចាប់ពួកគាត់មកឃុំខ្លួនបានទោះជាយ៉ាងនេះក្តីអ្នកស្រីមិនចាត់ទុកសំណងជាប្រាក់ថាជារឿងធំដុំនោះទេអ្វីដែលអ្នកស្រីចង់បានគឺការរួចផុតពីការរឹតបន្តឹងសិទ្ធិរបស់អ្នកស្រីគោលបំណងរបស់ខ្ញុំគឺខ្ញុំចង់បានសេរីភាពខ្លួនឯងតែប៉ុណ្ណោះអញ្ចឹងអាស្រ័យខ្ញុំពឹងផ្អែកទៅខាងតុលាការមួយខាងប៉ូលីសដាច់គាត់ធ្វើការទៅពេលណាគាត់ធ្វើបានពេលណាគឺខ្ញុំមិនជាបញ្ហាអីទេចា៎ការពឹងលើសមត្ថកិច្ចប៉ូលីសនិងតុលាការនេះគឺដោយសារអ្នកស្រីប្រាថ្នាឲ្យរួចផុតពីភាពអយុត្តិធម៌ដែលកើតលើអ្នកស្រីផ្ទួនពីរដ្ឋជនទាំង4រូបនោះរួមមានឈ្មោះសាន Richard ជាពាណិជ្ជករខ្មែរអាមេរិកកាំងនិងលោកស៊ីវស៊ីចាន់អតីតតំណាងសហរដ្ឋអាមេរិកប្រចាំគណៈកម្មាធិការមួយនៃអង្គការសហប្រជាជាតិគឺគណៈកម្មាធិការសេដ្ឋកិច្ចនិងសង្គមលោក Thomas Willem ជាអ្នកជំនួញហើយចុងក្រោយគេនោះគឺលោក Willem Noje ជាសមាជិកសភាប្រចាំរដ្ឋ New York ដែលបានបាញ់សម្លាប់ខ្លួនកាលពីពេលថ្មីនេះជនទាំង4នាក់នេះគឺជាអ្នកបង្កើតក្រុមហ៊ុនឆបោកមួយឈ្មោះថា Accra Agriculture Partners អ្នកស្រីថាទង្វើឆបោកនេះបណ្ដាលឲ្យអ្នកស្រីខាតបង់ប្រាក់ជាច្រើនបើមែនទេគេហៅទទួលបាននៅទ្វារគ្រោះបានស្ដីថាខ្ញុំចាញ់បោកការឈោបោកប្រាក់ទៅហើយគ្រាន់តែខ្ញុំឲ្យមេធាវីខ្ញុំទៅចូលចាគាត់ខ្ញុំត្រូវបានទទួលបណ្ដឹងបន្ថែមចាក់ចងជារឿងខ្ញុំគម្រាមយកប្រាក់ហើយនឹងខូចគេឈ្មោះនោះគាត់ទៅធ្វើខ្ញុំលំបាកវាមានតែហើយប៉ុន្តែមកដល់ថ្ងៃនេះខ្ញុំពិតជាពេញចិត្តនៅសារសម្ដែងរបស់តុលាការដែលបានប្រកាសថារកឃើញថាអ្នកទាំង4នោះពិតជាឈោបោកខ្ញុំមែនគឺខ្ញុំបានខ្ញុំសប្បាយចិត្តដែលចាស់ខ្ញុំគិតថាខ្ញុំមានសេរីភាពនៅក្នុងការរស់នៅការរកទទួលទានហើយទាំងអ្វីដែលខ្ញុំចង់បានក្នុងសប្តាហ៍នេះគឺខ្ញុំចង់បានសិទ្ធិយុត្តិធម៌នេះគឺថាខ្ញុំទទួលបានពិតប្រាកដមែនចា៎អាស៊ីសេរីមិនទាន់អាចតាក់ទងលោកសាន Richard និងលោកស៊ីវស៊ីចាន់កាលពីថ្ងៃប្រហ័សម្សិលមិញបាននៅឡើយទេដើម្បីឆ្លើយតបទៅនឹងសាលក្រមតុលាការនេះលោកសាន Richard កន្លងមកធ្លាប់ជាប់ពន្ធនាគារម្ដងរួចមកហើយប៉ុន្តែត្រូវបានលោកផៃស៊ីផានមន្ត្រីនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីចេញមុខជួយធានាឲ្យបាននៅក្រៅឃុំរហូតលោកសាន Richard អាចចាក់ចេញពីប្រទេសកម្ពុជាបានអាស៊ីសេរីមិនទាន់អាចតាក់ទងលោកផៃស៊ីផានបាននៅឡើយដែរកាលពីថ្ងៃប្រហ័សម្សិលមិញដើម្បីសាកសួរពីទីតាំងស្នាក់នៅរបស់លោកសាន Richard លោកផៃស៊ីផានក៏ធ្លាប់ត្រូវបានអ្នកស្រីអេងលីកុងអះអាងថាជំពាក់ថ្លៃធ្វើថ្មិញមិនព្រមសងខ្ញុំមួងណារ៉េតអាស៊ីសេរីបាទលោកនាងជាទីមេត្រីគណៈកម្មការសិទ្ធិមនុស្សរដ្ឋសភាក្រុងនឹងដាក់លិខិតកោះហៅរដ្ឋមន្ត្រីក្រសួងយុតិធម៌និងក្រសួងមហាផ្ទៃមកសាកសួរករណីឃាតកម្មលោកបណ្ឌិតកែមលីដោយសារឃាតកម្មនេះមានរយៈពេល3ខែប៉ុន្តែនៅមិនទាន់មានពន្លឺយុតិធម៌បាទលោកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍ពិស្ដារជំវិញរឿងនេះនៅក្រោយព័ត៌មានប្រចាំថ្ងៃនាពេលបន្តិចទៀតនេះ
បាទលោកអ្នកនាងជាទីមេត្រីមន្ត្រីនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសឲ្យដឹងថាស្ថានភាពជួញដូរឈើនៅក្នុងរយៈពេលចុងក្រោយនេះគឺមិនមានលក្ខណៈទ្រង់ទ្រាយធំទៀតឡើយពួកគេថាក្រុមឈ្មួញបានបង្វែរពីការដឹកជញ្ជូនឈើតាមរថយន្តធំៗមកដឹកតាមរយៈរថយន្តសាមញ្ញឬរថយន្តតូចៗវិញចំណែកមន្ត្រីធ្វើការរឿងព្រៃឈើយល់ថាបទល្មើសដឹកជញ្ជូនឈើខុសច្បាប់បានប្រែក្លាយជាទ្រង់ទ្រាយតូចៗខ្លះមែនប៉ុន្តែឈ្មួញរកស៊ីឈើទាំងនោះគឺនៅតែដដែលលោកសុសុកប្រាថ្នារាយការណ៍មន្ត្រីនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបញ្ជាក់ថាគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើបានចាត់វិធានការលើករណីដឹកជញ្ជូនឈើខុសច្បាប់ជាទ្រង់ទ្រាយតូចជាច្រើនក្នុងរយៈពេលប្រមាណខែចុងក្រោយនេះប៉ុន្តែមិនទាន់បានបូកសរុបការងារថាមានប្រមាណករណីឬមានចំនួនឈើប្រមាណម៉ែត្រគីបនោះឡើយមន្ត្រីនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកអេងហ៊ីមានប្រសាសន៍នៅថ្ងៃទី$20ថាក្រោយពេលឈើប្រមាណ70000ម៉ែត្រគីបត្រូវបានរាជរដ្ឋាភិបាលដាក់ដេញថ្លៃកាលពីខែកក្កដាគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើនៅតែបន្តការងាររបស់ខ្លួនដើម្បីឲ្យស្របទៅនឹងគោលបំណងដែលរាជរដ្ឋាភិបាលបង្កើតគណៈកម្មការនេះឡើងកាលពីខែមករាគឺធ្វើយ៉ាងណាបង្ក្រាបនិងទប់ស្កាត់ឲ្យបាននៅករណីជួញដូរឈើខុសច្បាប់ចឹងទោះបីត្រង់ទីតូចក៏ជាបទល្មើសចឹងអាដាមធន័យក៏បានមានភារការពង្រឹងតឹងទៅដល់កងកម្លាំងប្រដាប់អាវុធដែលនៅភាគឦសានទាំងអស់គឺឲ្យអាដាមអបាលនៃគណៈអបាលដែលជាគណៈវិជាការឯកភាពខេត្តនោះធ្វើការពង្រឹងហើយតាមដានថាជាឲ្យថ្មីនេះគឺយើងចាប់បានច្រើនបន្តទៀតបាទលោកទទួលស្គាល់ថាដើម្បីលុបបំបាត់ការជួញដូរឈើខុសច្បាប់បានទោះក្នុងរូបភាពតូចតាចក៏ដោយគឺទាល់តែចាប់បានមេខ្លោងជាមុនសិនជាមួយគ្នានោះគណៈកម្មការជាតិមួយនេះកំពុងស្រាវជ្រាវរកមេខ្លោងរត់ពន្ធឈើឬជាឈ្មួញកណ្ដាលដែលបានប្រមូលទិញឈើពីប្រជាពលរដ្ឋកាលពីថ្ងៃទី$13មន្ត្រីកងរាជអាវុធហត្ថនិងមន្ត្រីជំនាញខេត្តស្ទឹងត្រែងបានចាប់ខ្លួនឈ្មួញឈើដុះស្លែម្នាក់ឈ្មោះហេងសំនៀងហៅយាយព្រឿងដែលបានដឹកនាំកម្លាំងចូលទៅរំដោះឈើនៅសង្កាត់រដ្ឋបាលព្រៃឈើអូពងមន់សំណុំរឿងនេះក៏បានបញ្ជូនបន្តមកសាលាដំបងរាជធានីភ្នំពេញលោកអេងហ៊ីបញ្ជាក់ថាដោយសារករណីនេះជាបទល្មើសជាក់ស្ដែងទើបសមត្ថកិច្ចអាចចាត់វិធានការបានភ្លាមៗដោយឡែកសំណុំរឿងអង្គការរកស៊ីឈើធំៗនៅស្រុកខ្មែរជាច្រើនទៀតលោកថាមិនមែនជាបទល្មើសជាក់ស្ដែងទេតែយ៉ាងនេះក្តីខាងលោកក៏បានបញ្ជូនសំណុំរឿងទាំងនោះទៅកាន់តុលាការដើម្បីចាត់វិធានការតាមច្បាប់ដែរទោះបីយ៉ាងណាក៏ដោយអ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្ដាញការពារព្រៃឡង់លោកសេងសុខេងមើលឃើញថាបទល្មើសដឹកជញ្ជូនឈើពិតជាបានផ្លាស់ប្ដូរយុទ្ធសាស្ត្រខ្លះមែនប៉ុន្តែនៅតំបន់ខ្លះការដឹកជញ្ជូនឈើទ្រង់ទ្រាយធំនៅតែកើតមានឡើងដដែលជាក់ស្ដែងនៅស្រុកស្នួលខេត្តក្រចេះការដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមដោយរថយន្តយីឌុបធំនៅតែកើតមានឡើងលោកបន្តថាបើទោះបីជារូបភាពរថពន្ធឈើកើតមានជាទ្រង់ទ្រាយតូចក៏ដោយប៉ុន្តែឈ្មួញឈើទាំងនោះនៅតែជាក្រុមអុកញ៉ាឬអ្នករកស៊ីឈើធំពីមុនមកដដែលលោកកោតសរសើរចំពោះការងាររបស់រាជរដ្ឋាភិបាលនិងគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើថាបានខិតខំប្រឹងប្រែងច្រើនលើការងារនេះប៉ុន្តែលោកថាមិនសូវមានប្រសិទ្ធភាពទេប៉ុន្តែទឹកគឺអត់មានជីវភាពមែនហើយបាត់ល្មើសទៅកាត់មានហើយរាជបានតែមកត្រៀងហើយពមៀនដល់មន្ត្រីណាដែលពាក្យពន្ធឯណាអុកញ៉ាមន្ត្រីណាដែលពាក្យពន្ធថានឹងដាក់ទោសតែមិនឃើញដាក់ពួកនោះទៅរោស៊ីដដែលហ្នឹងលោកបន្តថាអាជ្ញាធរមិនចាំបាច់ចាត់វិធានការលើមន្ត្រីអុកញ៉ាធំរួមមានអុកញ៉ាខ្នាអុកញ៉ាអុលអុកញ៉ាថៃអុកញ៉ាទ្រីភិបនិងឈ្មួញឈើជាច្រើនផ្សេងទៀតផ្អែកទៅលើបទល្មើសជាក់ស្ដែងទេប៉ុន្តែត្រូវមើលទៅលើស្ថានភាពជាក់ស្ដែងរបស់ពួកគេរួមនឹងវត្ថុតាំងជាដើមមន្ត្រីសម្របសម្រួលសមាគមអាត់ហុកខេត្តត្បូងឃ្មុំលោកនាងសវ៉ាតមានប្រសាសន៍ថាការបង្ក្រាបបទល្មើសព្រៃឈើគឺធ្វើឡើងបានតែមួយប្រាវហើយក៏ស្ងាត់ទៅវិញចំណែកអុកញ៉ានិងឈ្មួញឈើធំចំនួន9រូបដែលគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើធ្លាប់បញ្ជាក់ថាបានបញ្ជូនសំណុំរឿងទៅតុលាការនោះគឺមិនឃើញមានការចាប់ខ្លួនពួកគេដើម្បីយកទៅផ្ដន្ទាទោសតាមច្បាប់ព្រៃឈើឡើយលោកយល់ថាបញ្ហានេះគឺធ្វើឲ្យពលរដ្ឋជាច្រើនលែងចង់ដឹងហើយក៏អស់ជំនឿទៅលើរាជរដ្ឋាភិបាលថែមទៀតផងខ្ញុំបាទសោតសុកប្រាថ្នាអាស៊ីសេរីពីរាជធានីភ្នំពេញបាទលោកអ្នកនាងជាទីមេត្រីមន្ត្រីសង្គមស៊ីវិលព្រួយបារម្ភពីការរីករាលដាលទីតាំងកាស៊ីណូឬល្បែងស៊ីសងនៃមូលដ្ឋានជាប់ឆ្នេរសមុទ្រខេត្តព្រះសីហនុហើយអាជ្ញាធរមូលដ្ឋានអនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងដោយសេរីគ្មានការហាមឃាត់ទន្ទឹមគ្នានេះក៏មានកាស៊ីណូមួយចំនួនបានបើកធ្វើអាជីវកម្មដោយគ្មានច្បាប់ឬគ្មានអាជ្ញាប័ណ្ណថែមទៀតលោកដែនអនុជារាយការណ៍មន្ត្រីសង្គមស៊ីវិលនិងអាណាព្យាបាលមួយចំនួននៅខេត្តព្រះសីហនុបានកត់សម្គាល់ថានៅតាមកាស៊ីណូភាគច្រើនដែលកំពុងធ្វើអាជីវកម្មរាល់ថ្ងៃនេះស្ទើរចន្លោះពី80ទៅ90% គឺជនជាតិខ្មែរចូលលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងកាស៊ីណូទាំងនោះក្នុងនោះក៏មានក្រុមយុវជនមួយចំនួនផង
អ្នកសម្របសម្រួលអង្គការលីកាដូខេត្តព្រះសីហនុលោកប៊ួនរិទ្ធទទួលដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេងស្នើជួយរំលឹកទៅសមាជិកក្រមអាវ៉ាតឲ្យពង្រឹងអនុវត្តបទបញ្ជាដែលក្រសួងមហាផ្ទៃបានដាក់ឲ្យអនុវត្តតាក់ទងខ្លឹមសារមិនអនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងល្បែងស៊ីសងនៅតាមកាស៊ីណូទាំងនោះឲ្យមានប្រសិទ្ធភាពឡើងវិញលោកប៊ួនរិទ្ធបានអះអាងថារាល់ថ្ងៃនេះកម្លាំងនគរបាលខេត្តព្រះសីហនុហាក់បានអនុវត្តផ្ទុយពីបទបញ្ជារបស់ក្រសួងមហាផ្ទៃដាក់ឲ្យអនុវត្តដែលហាមដាច់ខាតមិនឲ្យជនជាតិខ្មែរចូលលេងល្បែងស៊ីសងនៅតាមកាស៊ីណូផ្សេងៗនៅកម្ពុជាបញ្ហានេះអាណាព្យាបាលមួយចំនួននៅខេត្តព្រះសីហនុក៏ស្នើដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេងនិងអគ្គស្នងការនគរបាលជាតិលោកណេតសាវឿនជួយពង្រឹងកងកម្លាំងក្រមអាវ៉ាតដើម្បីឈានដល់អនុវត្តបទបញ្ជាមិនអនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងល្បែងស៊ីសងគ្រប់ប្រភេទនៅតាមកាស៊ីណូនេះជាថ្មីទៀតទោះបីជាមានបំរាមហាមឃាត់ពីរាជរដ្ឋាភិបាលថាមិនឲ្យមានប្រជាពលរដ្ឋខ្មែរចូលលេងល្បែងក្នុងកាស៊ីណូក៏ដោយតែតាមសង្កេតជាក់ស្ដែងគឺនៅតែមានពលរដ្ឋខ្មែរយើងជាច្រើនអ្នកចូលទៅលេងល្បែងតាមទីតាំងកាស៊ីណូទាំងអស់នៅក្នុងក្រុងសីហនុយើងនេះអភិបាលខេត្តព្រះសីហនុលោកយុនមីននិងស្នងការនគរបាលខេត្តព្រះសីហនុលោកជួនរិនធ្លាប់ទទួលស្គាល់ថាកន្លងទៅនេះពិតជាមានកាស៊ីណូមួយចំនួនបានបើកធ្វើអាជីវកម្មគ្មានអាជ្ញាប័ណ្ណឬគ្មានច្បាប់ពិតមែនយ៉ាងនេះក្តីដើម្បីគ្រប់គ្រងការធ្វើអាជីវកម្មកាស៊ីណូនិងពង្រឹងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវលោកយុនមានអភិបាលខេត្តព្រះសីហនុបានចេញលិខិតចុះថ្ងៃទី12ខែតុលាឲ្យម្ចាស់កាស៊ីណូមួយកន្លែងមានឈ្មោះថាកាស៊ីណូប៉ាវទូមានទីតាំងនៅតាមផ្លូវឯករាជ្យស្ថិតក្នុងសង្កាត់លេខ 2 ក្រុងព្រះសីហនុឲ្យផ្អាកធ្វើអាជីវកម្មបណ្ដោះអាសន្នដោយសារកាស៊ីណូនេះគ្មានច្បាប់ឬមិនអនុវត្តតាមសេចក្តីណែនាំរបស់ទីស្តីការគណៈរដ្ឋមន្ត្រីនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានកំណត់លោកយុនមានបានបញ្ជាក់ថាការផ្អាកកាស៊ីណូប៉ាវទូជាបណ្ដោះអាសន្ននេះគឺដោយសារតែកាស៊ីណូមួយនេះមិនបានសុំអាជ្ញាប័ណ្ណថ្មីពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបន្តពីអាជ្ញាប័ណ្ណចាស់របស់ខ្លួនដែលផុតកំណត់តាំងពីខែធ្នូឆ្នាំ2015មកម្លេះមន្ត្រីសង្គមស៊ីវិលនិងអាណាព្យាបាលមួយចំនួនគាំទ្រចំពោះចំណាត់ការរបស់រដ្ឋបាលខេត្តព្រះសីហនុដែលបានបិទការធ្វើអាជីវកម្មកាស៊ីណូប៉ាវទូដែលគ្មានច្បាប់ប៉ុន្តែពួកគេស្នើឲ្យរដ្ឋបាលខេត្តនេះត្រូវបន្តធ្វើកិច្ចការងារដ៏ត្រឹមត្រូវនេះឲ្យបានច្រើនថែមទៀតព្រោះខេត្តនេះនៅមានកាស៊ីណូច្រើនទីតាំងទៀតដែលបើកប្រកបរបរអាជីវកម្មគ្មានច្បាប់ដោយអាងខ្នងបង្អែកចាំការពារហើយបានគេចពីការបង់ពន្ធជូនរដ្ឋនាពេលកន្លងទៅជាងនេះទៀតក៏ត្រូវយកចិត្តទុកដាក់ទៅលើទីតាំងកាស៊ីណូទាំងអស់ដែលកំពុងធ្វើអាជីវកម្មនៅខេត្តព្រះសីហនុមិនត្រូវអនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងដោយសេរីហើយគ្មានសមត្ថកិច្ចហាមឃាត់ដូចរាល់ថ្ងៃនេះទៀតទេស្នងការនគរបាលខេត្តព្រះសីហនុលោកជួនរិនធ្លាប់បានឲ្យដឹងថាមានអ្នកវិនិយោគទុនលើវិស័យកាស៊ីណូនិងសន្តាគារធំលំដាប់ផ្កាយមួយចំនួននាមូលដ្ឋាននេះបង្ហាញភាពក្រអឺតក្រទមឬមិនសហការល្អជាមួយសមត្ថកិច្ចនាពេលកន្លងទៅហើយសមត្ថកិច្ចមានផលវិបាកក្នុងការស្វែងរកឯកសារច្បាប់ឬបញ្ហាពាក់ព័ន្ធនានាលោកជួនរិទ្ធឲ្យដឹងថាគិតត្រឹមខែវិច្ឆិកាឆ្នាំ2015ខេត្តព្រះសីហនុមានកាស៊ីណូសរុបចំនួន16ទីតាំងបានបើកធ្វើអាជីវកម្មនិងត្រៀមដំណើរការក្នុងនោះមានកាស៊ីណូចំនួន3ទីតាំងមិនទាន់មានអាជ្ញាប័ណ្ណប៉ុន្តែមិនទាន់ដំណើរការទេខ្ញុំដែរនាយកជាអាស៊ីសេរីខេត្តព្រះសីហនុលោកនាងជាទីមេត្រីជនជាតិដើមភាគតិចភ្នងរស់នៅភូមិតែសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីចំនួន22គ្រួសារអះអាងថាកន្លែងកប់សពសាច់ញាតិរបស់ពួកគេមួយកន្លែងត្រូវបានអ្នកភូមិលក់ទៅឲ្យភរិយាអតីតមន្ត្រីតុលាការខេត្តមួយរូបមន្ត្រីសិទ្ធិមនុស្សចាត់ទុកការលក់ដូរដីកប់សពសហគមន៍ថាជាអំពើខុសច្បាប់លោករដ្ឋាភិបាលរាយការណ៍ព័ត៌មាននេះមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សខេត្តមណ្ឌលគិរីអំពាវនាវឲ្យអាជ្ញាធរខេត្តស៊ើបអង្កេតករណីលក់ដីតំបន់កប់សពរបស់សហគមន៍ជនជាតិដើមភាគតិចមួយក្រុមដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិនិងវប្បធម៌ប្រពៃណីជនជាតិដើមភាគតិចកាលពីថ្ងៃទី13ខែតុលាជនជាតិដើមភាគតិចភ្នង6នាក់តំណាងឲ្យអ្នកភូមិ22គ្រួសាររស់នៅភូមិចំការតែសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យបានដាក់ពាក្យប្តឹងទៅការិយាល័យការពារសិទ្ធិមនុស្សសមាគមអាត់ហុកខេត្តមណ្ឌលគិរីដើម្បីស្វែងរកកិច្ចអន្តរាគមន៍ទប់ស្កាត់ការលក់ដីតំបន់កប់សពសហគមន៍នេះមន្ត្រីសម្របសម្រួលសមាគមអាត់ហុកខេត្តមណ្ឌលគិរីលោកសុករដ្ឋាបញ្ជាក់នៅថ្ងៃទី19ខែតុលាថាការអង្កេតបឋមរបស់មន្ត្រីអាត់ហុករកឃើញថាដីដែលប្រជាពលរដ្ឋអះអាងថាត្រូវគេលក់ពិតជាតំបន់កប់សពក៏ប៉ុន្តែទីតាំងនោះមិនទាន់មានការឈូសឆាយឬធ្វើឲ្យខូចខាតទ្រង់ទ្រាយដីនៅឡើយលោកថាអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបញ្ឈប់ការលក់ដីកប់សពសហគមន៍ដែលបំពានទៅលើតំបន់ប្រពៃណីនិងជាដីសាធារណៈរបស់រដ្ឋយោងទៅលើច្បាប់ភូមិបាលវាជាប្រភេទដីសមូហភាពអញ្ចឹងបើសិនជាមានការទ
ទិញលក់មួយវាគឺជាអំពើរំលោភច្បាប់និងជាអំពើមួយដែលរំលោភទៅលើប្រពៃណីជនជាតិដើមភាគតិច ពាក្យប្តឹងរបស់តំណាងប្រជាពលរដ្ឋ22គ្រួសារឲ្យដឹងថាអ្នកភូមិដែលលក់ដីគឺជាជនជាតិដើមភាគតិចដូចគ្នារស់នៅភូមិចំការតែឈ្មោះភ្លិជ្រីលចំណែកអ្នកទិញដីគឺជាភរិយាអតីតចៅក្រមសាលាដំបងខេត្តមណ្ឌលគិរីមួយរូបដែលអ្នកភូមិមិនស្គាល់អត្តសញ្ញាណច្បាស់លាស់វិទ្យុអស៊ីសេរីមិនអាចតាក់ទងលោកភ្លិជ្រីលសូមបំភ្លឺករណីនេះបានទេនៅថ្ងៃទី19ខែតុលារីឯចៅសង្កាត់ស្ពានមានជ័យលោកសាក់ហ៊ានបញ្ជាក់ថាដីនោះពិតជាបានលក់ដូរមែនតាំងពី10ឆ្នាំមុនតាមរយៈជនជាតិដើមភាគតិចក្នុងភូមិជាមួយគ្នាក៏ប៉ុន្តែមិនមានអាជ្ញាធរមូលដ្ឋានចេញលិខិតបញ្ជាក់អ្វីទាក់ទិនការលក់ដូរដីនោះទេលោកថារហូតបច្ចុប្បន្នអាជ្ញាធរខេត្តកំពុងរៀបចំចុះបញ្ជីកម្មសិទ្ធិដីតំបន់នោះជាប្រព័ន្ធទើបមានការតវ៉ាឡើងអ្នកភូមិគាត់នៅថែសារគាត់នៅជាប់ហ្នឹងណាគាត់អ្នកលក់ដូរនិយាយទៅមកអ្នកទិញហ្នឹងក៏មិនដឹងថាខ្នោខ្មោចមិនដឹងថាអីប្រៃដោះពេញហ្នឹងដែរចាស់ព្រឹទ្ធាចារ្យជនជាតិដើមភាគតិចភ្នងឈ្មោះសំរិទ្ធថនបញ្ជាក់ថាដីនោះពិតជាដីតំបន់កប់សពសហគមន៍22គ្រួសារនិងមានភ្នោកប់សពរាប់សិបកន្លែងលោកថាដីតំបន់នោះមានទំហំជិត1ហិកតាជាអតីតទីតាំងឈរជើងរបស់យោធាមុនឆ្នាំ1980ប៉ុន្តែក្រោយពេលយោធាដកចេញពីកន្លែងនោះដីពាក់កណ្ដាលត្រូវប្រជាពលរដ្ឋយកធ្វើចំការកាហ្វេនិងពាក់កណ្ដាលទៀតអ្នកភូមិបានយកធ្វើជាកន្លែងកប់សពសហគមន៍ដីគ្រូក្បត់ខ្ញុំនឹងទៅបីគេបំក៏ដោះខ្ញុំអត់យល់លេងចៅខ្ញុំថែរក្សាអំដាយខ្ញុំកូនខ្ញុំថែរហូតដល់ថែខ្មោចទៀតទោះបីជាយ៉ាងណាក៏ដោយមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាត់ហុកដដែលបញ្ជាក់ថានឹងអន្តរាគមន៍ពាក្យប្តឹងរបស់អ្នកភូមិទៅមន្ត្រីមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ខេត្តឲ្យបង្អាក់ការចេញបានសម្គាល់កម្មសិទ្ធិកាន់កាប់ដីដែលអ្នកភូមិតវ៉ាដើម្បីស៊ើបអង្កេតករណីនេះឡើងវិញខ្ញុំរដ្ឋាវិសាលអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរីអាស៊ីសេរីបលូននាងជាទីមេត្រីពលរដ្ឋជនជាតិដើមភាគតិចភ្នងជាង20នាក់បាននាំគ្នាទៅសាលាក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីដើម្បីសុំឲ្យសមត្ថកិច្ចនៅទីនោះជួយអន្តរាគមន៍រក្សាដីតំបន់កប់សពរបស់សហគមន៍ដីតំបន់នោះត្រូវបានជនជាតិដើមភាគតិចក្នុងភូមិជាមួយគ្នាលក់ទៅឲ្យភរិយាអតីតប្រធានតុលាការខេត្តខណៈដីនោះមានភ្នោដូនតានិងសាច់ញាតិដែលអ្នកភូមិគោរពបូជាលោករដ្ឋាភិបាលរាយការណ៍មន្ត្រីសាលាក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីនៅព្រឹកថ្ងៃទី20ខែតុលាបានយល់ព្រមទៅពិនិត្យកន្លែងកប់សពដែលអ្នកភូមិអះអាងថាត្រូវបានអ្នកភូមិដូចគ្នាលក់ប៉ះពាល់ភ្នោសពសហគមន៍ជនជាតិដើមភាគតិចកាលពីថ្ងៃទី13ខែតុលាជនជាតិដើមភាគតិចភ្នង6នាក់តំណាងឲ្យអ្នកភូមិ22គ្រួសាររស់នៅភូមិចំការតែសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យបានដាក់ពាក្យប្តឹងទៅការិយាល័យការពារសិទ្ធិមនុស្សសមាគមអាត់ហុកខេត្តមណ្ឌលគិរីដើម្បីស្វែងរកកិច្ចអន្តរាគមន៍ទប់ស្កាត់ការលក់ដីតំបន់កប់សពសហគមន៍នេះប្រជាពលរដ្ឋម្នាក់ក្នុងចំណោម20នាក់ដែលបាននាំគ្នាទៅសាលាក្រុងគឺអ្នកស្រីខូចក្រាក់បញ្ជាក់ថាជនជាតិដើមភាគតិចម្នាក់ឈ្មោះភ្លិជ្រីលរស់នៅភូមិចំការតែជាមួយគ្នាបានកាប់ឆ្ការព្រៃនៅតំបន់កប់សពកាលពីដើមសប្តាហ៍ក្រោយពេលមួយថ្ងៃដែលអ្នកភូមិ22គ្រួសារដាក់ពាក្យប្តឹងពីករណីលក់ដីកប់សពនេះអ្នកស្រីបន្តថាការកាប់ឆ្ការព្រៃនេះធ្វើឲ្យអ្នកភូមិបារម្ភថាភ្នោសពសាច់ញាតិក្រុម